បាទយុទ្ធថៃមកដល់ពេលនេះបានបង្ហាញពីបច្ចុប្បន្នភាពនៃការសាងសង់របងតាមព្រំដែនក្នុងខេត្តចន្ទបុរីជាប់ព្រំដែនប្រទេសកម្ពុជាប្រវែងជាង1គីឡូម៉ែត្របន្ទាប់ពីប្រកាសគម្រោងជាសាធារណៈរួចមកទន្ទឹមគ្នានេះយោធាថៃនៅតែបន្តវឹកហាត់និងធ្វើសម្ពយុទ្ធយោធាទ្រង់ទ្រីធំក្រោយពេលដែលយោធាថៃបានចូលកាន់កាប់ទឹកដីរបស់កម្ពុជាជាច្រើនទីតាំងនៅតាមបណ្ដោយព្រំដែនបាទលោកនាងនឹងបានស្ដាប់សេចក្តីរាយការណ៍នេះពិស្ដារនៅពេលបន្តិចទៀតបាទលោកនាងជាទីមេត្រីចលនាខ្មែរដើម្បីប្រជាធិបតេយ្យនឹងរៀបចំវេទិកាសាធារណៈមួយស្ដីពីដំណោះស្រាយចំនួនបញ្ហាព្រំដែនកម្ពុជាថៃនៅចុងសប្តាហ៍នេះនៅឯប្រទេសកូរ៉េខាងត្បូងបាទក្រៅពីបញ្ហាព្រំដែននេះវាគ្មិនសំខាន់ដែលចូលរួមក្នុងវេទិកាសាធារណៈនេះដែលរួមមានស្រីមូសុខួរលោកជុនច័ន្ទបុតលោកអ៊ុំសំអាននិងលោកអ៊ូសាម៉ាឌីជាដើមនិងថ្លែងសារសំខាន់ព្រមទាំងផ្ដល់ឱកាសឲ្យអ្នកចូលរួមបានចោទសួរនៅសំណួរសំខាន់ដែលកំពុងកើតឡើងនៅក្នុងប្រទេសកម្ពុជាបាទតើវេទិកាសាធារណៈនេះពិសេសនិងសំខាន់បែបណាខ្លះនៅរាត្រីនេះខ្ញុំបាទនឹងមានបទសម្ភាសន៍ជាមួយនឹងអ្នកស្រីមូសុខួររួមទាំងតំណាងយុវជនខ្មែរនៅកូរ៉េខាងត្បូងពីររូបគឺលោកលួនវិបុលនិងលោកសាន់សម័យដែលលោកសាន់សម័យគឺជាប្រធានចលនាប្រជាធិបតេយ្យសង្គ្រោះជាតិសាធារណរដ្ឋកូរ៉េបាទហើយយើងនឹងសម្ភាសន៍ពួកគាត់នៅពេលចុងកម្មវិធីផ្សាយនៃព័ត៌មានរបស់យើងបាទលោកនាងជាទីមេត្រីតកតងទៅនឹងបញ្ហារឿងនយោបាយវិញម្ដងគឺខាងតុលាការនៅតែបន្តធ្វើទុកបុកម្នេញទៅលើអ្នកដឹកនាំនយោបាយខាងគណៈបកប្រឆាំងបាទទីប្រឹក្សាគណៈបកកម្លាំងជាតិគឺលោករងឈុនបានអំពាវនាវឲ្យតុលាការទម្លាក់ចោលការចោទប្រកាន់លើរូបលោកដើម្បីបង្ហាញពីការរួបរวมជាតិនិងបើកលំហសេរីភាពនយោបាយឡើងវិញការស្នើសុំរបស់លោករងឈុននេះគឺថាបន្ទាប់ពីតុលាការបានចេញដីកាកោះហៅឲ្យលោកចូលទៅសាលាធរនៅថ្ងៃទី31ខែមីនាដើម្បីជំនុំជម្រះលើសំណុំរឿងញុះញង់បង្កមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គមបាទលោកនាងសូមស្ដាប់សេចក្តីរាយការណ៍របស់លោកឃុំចម្រើនដូចតទៅទីប្រឹក្សាគណៈបកកម្លាំងជាតិលោករងឈុនប្រាប់ទូរទស្សន៍អាស៊ីសេរីនៅថ្ងៃទី18ខែមីនាថាពុំមានការព្រួយបារម្ភអ្វីនោះទេតាក់ទងនឹងការប្រជុំជំនុំជម្រះនៅថ្ងៃខាងមុខព្រោះទាំងអង្គការជាតិនិងអន្តរជាតិបានមើលឃើញយ៉ាងច្បាស់រួចទៅហើយគឺជាការរឹតបន្តឹងសិទ្ធិសេរីភាពជាមូលដ្ឋាននិងសេរីភាពលំហនយោបាយលោករងឈុនអះអាងថាសំណុំរឿងនេះគឺជារឿងនយោបាយច្រើនជាងការអនុវត្តច្បាប់លោកថាការចោទប្រកាន់របស់តុលាការមកលើរូបលោកគឺផ្ទុយពីការពិតពីព្រោះពាក្យថាញុះញង់លុះត្រាតែលោកចុះទៅតំបន់ណាមួយធ្វើឲ្យចលាចលឬមួយធ្វើឲ្យប៉ះពាល់ទៅដល់សន្តិភាពសង្គមនោះទើបជាការញុះញង់ប៉ុន្តែបើតុលាការលោកគិតតម្កល់ផលប្រយោជន៍ជាតិជាធំអានឹងនៅពេលថ្ងៃសវនាការត្រូវទម្លាក់ចោលហើយដើម្បីស្ដារមុខស្ដារមាត់កម្ពុជាឡើងវិញតាក់ទងទៅនឹងបទចោទនេះប្រធានអង្គការប្រជាធិបតេយ្យខ្មែរដែលមានមូលដ្ឋាននៅប្រទេសអូស្ត្រាលីលោកសង្សានករណាឲ្យដឹងថាការចោទប្រកាន់និងការផ្ដន់ទោសលោករងឈុនកន្លងមកធ្វើឲ្យមតិជាតិនិងអន្តរជាតិកាន់តែមើលឃើញថាកម្ពុជាកំពុងតែដើរផ្ទុយពីគោលការណ៍ប្រជាធិបតេយ្យដោយបង្កើតឲ្យមានបរិយាកាសនយោបាយមិនល្អមុនការបោះឆ្នោតឆ្នាំ2028លោកសង្សានករណាអំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជាផ្ដល់សិទ្ធិសេរីភាពពេញលេញនិងយុត្តិធម៌ដល់លោករងឈុនដើម្បីបង្កើតបរិយាកាសនយោបាយល្អប្រសើរឡើងវិញក៏ដូចជាការបង្ហាញឲ្យឃើញពីការផ្សះផ្សាបង្រួបបង្រួមជាតិនិងឯកភាពផ្ទៃក្នុងជាតិក្នុងពេលនេះលោករងឈុនមិនត្រឹមតែរំពាត់ទៅដោយសំណុំរឿងចាស់ដោះស្រាយមិនចេញនោះទេថែមទាំងត្រូវតុលាការចោទប្រកាន់ក្នុងសំណុំរឿងថ្មីថែមទៀតនៅឆ្នាំ2021សំណុំរឿងចាស់ពីបទញុះញង់នេះសាលាដំបងរាជធានីភ្នំពេញផ្ដន្ទាទោសឲ្យលោករងឈុនជាប់ពន្ធនាគាររយៈពេល2ឆ្នាំម្ដងរួចមកហើយការសម្រេចនេះដោយសារលោកចុះទៅខេត្តត្បូងឃ្មុំហើយរិះគន់ពីបញ្ហាព្រំដែនក្រោយមកតុលាការក៏បង្គាប់ឲ្យលោករងឈុនសងសំណងទៅគណៈកម្មាធិការព្រំដែនជិត$10,000ផងដែរពីករណីនេះក្រោយមកនៅខែឧសភាឆ្នាំ2025សាលាដំបងរាជធានីភ្នំពេញ
ក៏សម្រេចផ្ដន្ទាទោសលោករងឈុនឲ្យជាប់ពន្ធនាគាររយៈពេល4ឆ្នាំនិងពិន័យជាប្រាក់4លានរៀលពីបទមិនរៀងចាលនិងដកហូតសិទ្ធិធ្វើនយោបាយជាស្ថាពរគឺគ្មានសិទ្ធិបោះឆ្នោតនិងគ្មានសិទ្ធិចូលឈ្មោះឲ្យគេបោះឆ្នោតអ្នកខ្លំមើលអះអាងថាតាមរយៈករណីរបស់លោករងឈុនគេសង្កេតឃើញមតិរិះគន់ពីមហាជនច្រើនរួមទាំងអង្គការជាតិអន្តរជាតិដែលរិះគន់ភាគច្រើនគឺពាក់ព័ន្ធទៅនឹងការរឹតបន្តឹងសិទ្ធិសេរីភាពជាមូលដ្ឋាននិងសិទ្ធិសេរីភាពលំហនយោបាយតាក់ទងនឹងការដកហូតសិទ្ធិធ្វើនយោបាយជាស្ថាពរគឺមានអ្នកនយោបាយខ្មែរចំនួន3នាក់ហើយដែលត្រូវតុលាការរបបត្រកូលហ៊ុនដកសិទ្ធិធ្វើនយោបាយគឺប្រធានគណៈបកសង្គ្រោះជាតិលោកកឹមសុខាអតីតប្រធានគណៈបកកម្លាំងជាតិលោកស៊ុនចន្ទធីនិងទីប្រឹក្សាគណៈបកកម្លាំងជាតិលោករងឈុនខ្ញុំបាទហុំចម្រើនទូរទស្សន៍អាស៊ីសេរីពីរដ្ឋធានី Washington បាទលោកអ្នកនាងជាទីមេត្រីសំណុំរឿងក្តីក្មួយប្រុសរបស់លោកហ៊ុនសែនគឺលោកហ៊ុនតូដែលបានប្តឹងកាសែត Al Jazeera នៅក្នុងតុលាការអូស្ត្រាលីពីបទបរិហាគេកន្លងមកនោះមានការវិវត្តថ្មីមួយនៅថ្ងៃទី18ខែមីនានេះនោះគឺតុលាការអូស្ត្រាលីបានសម្រេចឲ្យកាសែត Al Jazeera ឈ្នះក្តីលើបណ្ដឹងឧទ្ធរណ៍ដែលស្នើសុំឯកសារសម្ងាត់បន្ថែមពីប៉ូលីសសហព័ន្ធអូស្ត្រាលីពាក់ព័ន្ធនឹងសកម្មភាពរបស់លោកហ៊ុនតូនាំគ្រឿងញៀនចូលក្នុងប្រទេសអូស្ត្រាលីបាទកន្លងមកលោកហ៊ុនតូបានប្តឹងក្រុមហ៊ុនសារព័ត៌មានអន្តរជាតិធំៗចំនួន2គឺកាសែត The Australian និងទូរទស្សន៍ Al Jazeera ដោយចោទថាបានផ្សព្វផ្សាយព័ត៌មានធ្វើឲ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់លោកក្រោយពីស្ថាប័នសារព័ត៌មានទាំងពីរចុះផ្សាយថាអង្គការរូបនេះត្រូវបានចោទប្រកាន់ថាមានការជាប់ពាក់ព័ន្ធនៅក្នុងការជួញដូរគ្រឿងញៀននិងលាងលុយកខ្វក់ក្នុងប្រទេសអូស្ត្រាលីបាទតើសំណុំរឿងនេះមានការប្រែប្រួលបែបណាតើហេតុអ្វីបានជាតុលាការអូស្ត្រាលីបានសម្រេចឲ្យកាសែត Al Jazeera ឈ្នះបណ្ដឹងឧទ្ធរណ៍ហើយតើកាសែតអន្តរជាតិមួយនេះនឹងអាចស្នើសុំឯកសារសម្ងាត់បន្ថែមអ្វីខ្លះពីប៉ូលីសសហព័ន្ធអូស្ត្រាលីពាក់ព័ន្ធនឹងសកម្មភាពជួញដូរគ្រឿងញៀនរបស់លោកហ៊ុនតូបាទនៅរាត្រីថ្ងៃស្អែកនេះខ្ញុំបាទនឹងឡើងរាយការណ៍ផ្ទាល់ជុំវិញព័ត៌មាននេះបាទសូមលោកនាងរងចាំដានកុំបីខានសូមអរគុណបាទលោកនាងជាទីមេត្រីប្រជាពលរដ្ឋដែលមានចំនួនដីធ្លីជាមួយនឹងក្រុមហ៊ុនរបស់លោកកឹតមេងរាប់រយគ្រួសារបាននាំគ្នាដាក់ញត្តិស្នើឲ្យអាជ្ញាធរខេត្តកោះកុងជួយស្វែងរកដំណោះស្រាយដោយកាត់ជ្រៀតដីស្រែចម្ការរបស់ប្រជាពលរដ្ឋចេញពីបរិវេណរបស់ក្រុមហ៊ុន Royal Group ដែលគ្រោងសាងសង់តំបន់សេដ្ឋកិច្ចពិសេសនៅតំបន់នោះមន្ត្រីសង្គមស៊ីវិលថាអាជ្ញាធរត្រូវរកដំណោះស្រាយនិងគិតអំពីផលប្រយោជន៍ប្រជាពលរដ្ឋជាធំសូមស្ដាប់សេចក្តីរាយការណ៍របស់លោកហេងស្រស់ពលរដ្ឋមានចំនួនដីធ្លីជាមួយក្រុមហ៊ុន Royal Group របស់លោកកឹតមេងជាង100គ្រួសារស្ថិតនៅឃុំថ្មសស្រុកបទុមសាគរខេត្តកោះកុងនៅថ្ងៃទី18ខែមីនាបានប្រមូលផ្ដុំគ្នានៅមុខសាលាខេត្តកោះកុងដើម្បីដាក់ញត្តិស្នើឲ្យអភិបាលខេត្តនិងអាជ្ញាធរពាក់ព័ន្ធជួយស្វែងរកដំណោះស្រាយដោយកាត់ជ្រឿដីស្រែចម្ការរបស់ប្រជាពលរដ្ឋចេញពីបរិវេណក្រុមហ៊ុនពីព្រោះដីស្រែចម្ការទាំងអស់នោះពលរដ្ឋធ្លាប់អាស្រ័យផលតាំងពីឆ្នាំ2006មកហើយមកដល់បច្ចុប្បន្នពលរដ្ឋគ្មានដីស្រែចម្ការសម្រាប់អាស្រ័យផលឡើយតំណាងប្រជាពលរដ្ឋរងគ្រោះដីធ្លីលោកស្រីផនណៃស៊ីអះអាងប្រាប់ទូរទស្សន៍អាស៊ីសេរីនៅថ្ងៃទី18ខែមីនាថាពលរដ្ឋស្នើឲ្យអភិបាលខេត្តកោះកុងជួយកាត់ជ្រឿដីស្រែចម្ការរបស់ប្រជាពលរដ្ឋចេញពីបរិវេណក្រុមហ៊ុន Royal Group ដើម្បីទុកឲ្យប្រជាពលរដ្ឋបានអាស្រ័យផលចិញ្ចឹមជីវិតទៅថ្ងៃខាងមុខពីព្រោះពលរដ្ឋមិនមានដីសម្រាប់អាស្រ័យផលទៀតនោះទេសូមឲ្យជួយដោះស្រាយពន្លឿនការដោះស្រាយទៅអុយពួកខ្ញុំប្រជាពលរដ្ឋហ្នឹងមានដីមកធ្វើលំនៅឋានវិញហើយនឹងអាស្រ័យផលចិញ្ចឹមជីវិតវិញដោយសារពួកគាត់ខ្វះខាតខ្លាំងសប្តាហ៍នេះធនាគារយើងជំពាក់លុយធនាគារខ្លះអីចឹងណាសូមនិយាយបើសិនឧទាហរណ៍ការអភិវឌ្ឍរបស់រាជរដ្ឋាភិបាលគឺសហគមន៍ប្រជាពលរដ្ឋអត់មានរារាំងរំខានដល់ការអភិវឌ្ឍទេក៏ប៉ុន្តែអភិវឌ្ឍទៅបើមានផលប៉ះពាល់សូមឲ្យដោះស្រាយពីបញ្ហាផលប៉ះពាល់ហ្នឹងឯងលោកស្រីផនណៃស៊ីអះអាងទៀតថានេះជាលើកទី4ហើយដែលពលរដ្ឋដាក់ញត្តិស្នើឲ្យអាជ្ញាធរខេត្តកោះកុងជួយស្វែងរកដំណោះស្រាយប៉ុន្តែរហូតមកដល់ពេលនេះអាជ្ញាធរមិនមានដំណោះស្រាយឬឆ្លើយតបយ៉ាងណានោះទេលោកស្រីបន្ថែមថា
ប្រសិនបើអភិបាលខេត្តកោះកុងថ្មីមិនមានដំណោះស្រាយនោះទេពលរដ្ឋនឹងនាំគ្នាទៅភ្នំពេញដើម្បីសុំកិច្ចអន្តរាគមន៍ពីអាជ្ញាធរថ្នាក់ជាតិបន្ថែមទៀតទូរទស្សន៍អាស៊ីសេរីមិនអាចតាក់ទងអភិបាលខេត្តកោះកុងអ្នកស្រីជីវ៉ានិងតំណាងក្រុមហ៊ុន Royal Group របស់លោកកឹតម៉េងដើម្បីសុំការបកស្រាយបានទេនៅថ្ងៃទី18ខែមីនាពលរដ្ឋលើកឡើងថាកាលពីឆ្នាំ2021អាជ្ញាធរខេត្តកោះកុងប្រដាប់ដោយអាវុធគ្រាប់ដៃបានចុះរុះរើផ្ទះសម្បែងនិងបំផ្លាញផលដំណាំរបស់ប្រជាពលរដ្ឋជាង100គ្រួសារនិងគម្រាមកំហែងចាប់ពលរដ្ឋដាក់ពន្ធនាគារប្រសិនបើពលរដ្ឋនាំគ្នាចេញតវ៉ាទាក់ទិននឹងបញ្ហានេះអនុប្រធានផ្នែកសិទ្ធិមនុស្សដីធ្លីនិងធនធានធម្មជាតិនៃសមាគមការពារសិទ្ធិមនុស្សអាត់ហុកលោកយិនមេងលីមានប្រសាសន៍ថាអាជ្ញាធរត្រូវតែរកដំណោះស្រាយឲ្យប្រជាពលរដ្ឋនិងការពារផលប្រយោជន៍ប្រជាពលរដ្ឋដូច្នេះអាជ្ញាធរត្រូវពន្លឿនក្នុងការរកដំណោះស្រាយមិនគួរអូសបន្លាយឲ្យពលរដ្ឋឈឺចាប់និងរងទុក្ខវេទនាបែបនេះឡើយឥឡូវទទួលពាក្យពលរដ្ឋហើយទទួលញ៉ាត់ហើយសុំអន្តរាគមន៍ហើយចឹងបើសិនជាដីនោះមិនអាចកាត់ជ្រៀតបានទេវាប៉ះពាល់ហើយឥឡូវក្រុមហ៊ុនអភិវឌ្ឍហើយយើងក៏បីភាសាមួយពលរដ្ឋរកដីថ្មីឲ្យពលរដ្ឋទៅរកដីថ្មីឲ្យពលរដ្ឋឲ្យពលរដ្ឋទៅដើម្បីដោះស្រាយបញ្ហាទៅมันអាចយកគោលការណ៍ដីសម្បត្តិសង្គមគិច្ចមកឲ្យពលរដ្ឋដាក់ស្នើបានទេព្រោះគោលការណ៍ដីសម្បត្តិសង្គមគិច្ចគឺសម្រាប់អ្នកអត់ដីដោះស្រាយគាត់ទៅតាមបែបរបៀបដីចំនួនសម្រួលគ្នាទៅឲ្យការអភិវឌ្ឍហើយនឹងការប្រកបការផលមានដីដើម្បីសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋឲ្យដើរស្របគ្នាទៅកាលពីឆ្នាំ2021រដ្ឋាភិបាលត្រកូលហ៊ុនបានធ្វើអនុប្រយោគផ្ទៃដីជាង 8000 ហិកតាដែលជាដីសាធារណៈរបស់រដ្ឋទៅជាដីឯកជនរបស់រដ្ឋស្ថិតក្នុងភូមិសាស្ត្រឧទ្យានជាតិបទុមសាគរស្រុកបទុមសាគរខេត្តកោះកុងឲ្យទៅក្រុមហ៊ុន Royal Group ដើម្បីអភិវឌ្ឍជាតំបន់សេដ្ឋកិច្ចពិសេសដែលធ្វើឲ្យប៉ះពាល់ដីស្រែចម្ការនិងដីលំនៅឋានរបស់ប្រជាពលរដ្ឋជាង100គ្រួសារហើយរហូតមកដល់ពេលនេះមិនទាន់មានដំណោះស្រាយសមរម្យឲ្យពលរដ្ឋនោះឡើយខ្ញុំហេងស្រស់ទូរទស្សន៍អាស៊ីសេរីបាទលោកនាងជាទីមេត្រីប្រជាពលរដ្ឋខ្មែរមិនមែនរងគ្រោះតែពីការឈ្លានពានរបស់យោធាថៃទេនៅឯផ្ទៃក្នុងប្រទេសនេះពលរដ្ឋក៏រងគ្រោះពីក្រុមអ្នកមានលុយមានអំណាចនឹងទៅច្បាមយកដីធ្លីបន្តិចបន្តួចរបស់ពួកគាត់ជាហូរហែមកដែរបាទលោកនាងជាទីមេត្រីយើងមានដំណឹងថ្មីមួយទូរទស្សន៍អាស៊ីសេរីសូមនាំជូនលោកនាងនៅមាតិកាថ្មីមួយទៀតបាទនៅលើបណ្ដាញសង្គមរបស់យើងនោះគឺរូបថ្លុកនយោបាយដែលយើងនឹងបង្ហាញជូនលោកអ្នកនាងពីសប្តាហ៍ម្ដងរូបថ្លុកនយោបាយនេះត្រូវបានគូនឹងរចនាឡើងដោយអ្នកស្ម័គ្រចិត្តមួយរូបរបស់យើងដែលមានឈ្មោះក្រៅថាជូជូបាទនៅថ្ងៃនេះគាត់បានគូរូបថ្លុកនយោបាយថ្មីមួយបាទតាក់ទងទៅនឹងអំពីតម្លៃប្រេងឥន្ធនៈនៅក្នុងប្រទេសកម្ពុជាយើងឃើញថានៅតាមស្ថានីយ៍ការ៉ាសាំងនៅក្នុងប្រទេសកម្ពុជានឹងមានដាក់ផ្លាកឥឡូវហ្នឹងគឺថាអរគុណសន្តិភាពអីជាដើមគ្រប់ទីកន្លែងអីជាដើមដាក់រូបនៅក្នុងហ្នឹងគឺឃើញលោកហ៊ុនសែនអីជាដើមហើយយើងឃើញមានប្រជាពលរដ្ឋច្រើនលុតជង្គង់លើកដៃសុំសាំងសុំអីបាទគណៈពេលដែលតម្លៃប្រេងសាំងហ្នឹងបានហក់ឡើងមែនទែនហក់ឡើងខ្ពស់ណាស់តាំងពីមានសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ាមកហើយតាមពិតរឿងតម្លៃប្រេងសាំងនេះគឺថាតែងតែមានការរិះគន់ជាញឹកញយទេកន្លងមកហ្នឹងសូម្បីតែនៅពេលដែលជិតបោះឆ្នោតម្ដងហ្នឹងតម្លៃប្រេងសាំងហ្នឹងតែងតែមានការប្រែប្រួលខ្លាំងជាដើមដើម្បីដែលគេមើលឃើញថាលោកហ៊ុនសែនធ្វើឲ្យមានការប្រែប្រួលតម្លៃសាំងខ្ពស់អីហ្នឹងគឺចុងក្រោយមកលោកជួយអន្តរាគមន៍ឲ្យចុះទាបអីវិញហ្នឹងគឺថាដើម្បីកេងចំណេញនយោបាយអីអញ្ចឹងទៅបាទរូបថ្លុកនយោបាយនេះគឺដោយមានចំណងដាក់ឈ្មោះថាសាំងឡើងថ្លៃជាយោសន្តិភាពបាទហើយលោកនាងអាចចូលទៅបញ្ចេញមតិយោបល់បាននៅក្នុងរូបភាពថ្លុកនេះបាទតម្លៃប្រេងឥន្ធនៈនៅកម្ពុជានេះយើងដឹងហើយថាបានស្ទុះឡើងខ្លាំងក្នុងរយៈពេលជាងមួយសប្តាហ៍ចុងក្រោយនេះក្រោយពីមានសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ាហើយគណៈដែលមេដឹកនាំប្រទេសនានានឹងកំពុងដុតដៃដុតជើងរកមធ្យោបាយដោះស្រាយវិបត្តិខ្វះប្រេងឥន្ធនៈនៅក្នុងប្រទេសរបស់ខ្លួនរដ្ឋាភិបាលនៃក្រមគ្រួសារតកូលហ៊ុននេះវិញហាក់បីដូចជាធ្វើរំភើយនិងបន្តអួតអាងពីសន្តិភាពคล้ายៗរបស់ខ្លួនទៀតរបបដឹកនាំតកូលហ៊ុនធ្លាប់បោកប្រាស់ពលរដ្ឋខ្មែរយ៉ាងហោចណាស់2លើករួចមកហើយរឿងប្រេងឥន្ធនៈនេះ
លើកទី1លោកហ៊ុនសែនអះអាងថាកម្ពុជានឹងផលិតប្រេងបានដោយខ្លួនឯងនៅថ្ងៃទី12ខែ12ឆ្នាំ2012ក៏ប៉ុន្តែពេលវេលាមកដល់កម្ពុជាគ្មានផលិតប្រេងបានមួយតំណក់បាទលើកទី2គឺលោកហ៊ុនសែនប្រកាសថាកម្ពុជាជោគជ័យហើយក្នុងការផលិតប្រេងក្រោយពីគេបូមប្រេងបានមួយចំនួននៅអណ្ដូងប្រេងក្នុងតំបន់អប្សរានៃដែនសមុទ្រខ្មែរកាលពីចុងឆ្នាំ2020លោកហ៊ុនសែនបានធ្វើពិធីដង្ហែដំណក់ប្រេងនេះយ៉ាងអធិកអធមយកមកទុកនៅវិមានឈ្នះទៀតផងក៏ប៉ុន្តែអ្វីបានរលាយដោយអំបិលត្រូវទឹកនៅពេលប្រេងបូមបាននោះត្រូវបានគេលួចដឹកចេញពីកម្ពុជាដោយក្រុមហ៊ុនចម្រាញ់ប្រេង Chris Energy បានប្រកាសខ្សែធនហើយមិនបានបង់លុយឲ្យក្រុមហ៊ុនដឹកជញ្ជូនតាមការកំណត់នៅទីបំផុតកម្ពុជានៅតែជាប្រទេសនាំចូលប្រេងឥន្ធនៈទាំងស្រុងពីក្រៅប្រទេសហើយគណៈពលរដ្ឋនៅតែបន្តរស់ក្នុងភាពក្រីក្រនិងត្រូវការប្រេងឥន្ធនៈជាចាំបាច់នៅក្នុងជីវភាពប្រចាំថ្ងៃបាទលោកនាងជាទីមេត្រីយើងឃើញហើយថាពលរដ្ឋខ្មែរតាមការស្រាវជ្រាវកន្លងមកហ្នឹងគឺថាពួកគាត់រកចំណូលបានទាបណាស់អ្នកខ្លះហ្នឹងអត់ដល់$5ផងទេ$20,000រៀលផងទេក្នុងមួយថ្ងៃហើយប្រសិនបើតម្លៃប្រេងហក់ឡើងខ្លាំងបែបនេះគឺថាលុយដែលពួកគាត់ខំប្រឹងធ្វើការមួយថ្ងៃហ្នឹងគឺថាសឹងតែមិនគ្រប់ចំណាយថ្លៃសាំងទេដូច្នេះពួកគាត់អាចនឹងជួបបញ្ហាលំបាកនៅក្នុងជីវភាពខ្លាំងមែនទែនហើយយើងឃើញរូបភាពនេះគឺបង្ហាញថាពលរដ្ឋនឹងគឺខ្វះខាតមែនទែនរហូតដល់លុតជង្គង់លើកដៃសុំប្រេងអីចឹងទៅហើយក៏ប៉ុន្តែមេដឹកនាំកម្ពុជានឹងគឺថានៅតែទាមទារឲ្យពលរដ្ឋនឹងអរគុណសន្តិភាពអីចឹងទៅបាទអរគុណលោកនាងបាទឥឡូវនេះយើងងាកមកបន្តតាមដានព័ត៌មានដទៃទៀតរបស់យើងបាទគឺតាក់ទងទៅនឹងស្ថានភាពរបស់ប្រជាពលរដ្ឋដែលកំពុងរងទុក្ខលំបាកនៅឯប្រទេសនៅជាប់ព្រំដែនប្រទេសថៃនោះបាទពលរដ្ឋមួយចំនួនដែលរស់នៅជាប់ព្រំដែនកម្ពុជាថៃនៅក្នុងខេត្តឧត្តរមានជ័យកំពុងតែមានជីវភាពខ្វះខាតខ្លាំងមែនទែនដោយសារថាពួកគាត់មិនអាចប្រកបមុខរបរបានដូចមុនទេបើទោះបីជាសង្គ្រាមរវាងកម្ពុជាថៃនឹងបានស្ងប់ស្ងាត់ទៅហើយក្តីទន្ទឹមគ្នានោះពួកគាត់ថាដំណាំកសិកម្មដូចជាដំឡូងមីនិងស្វាយចន្ទីជាដើមក៏មិនសូវមានឈ្មួញចូលមកទិញដែរបាទសូមស្ដាប់សេចក្តីរាយការណ៍របស់លោកប្រាជេវពលរដ្ឋរស់នៅតាមព្រំដែនកម្ពុជាថៃក្នុងខេត្តឧត្តរមានជ័យភាគច្រើនរកស៊ីចិញ្ចឹមជីវិតលក់ដូរអីវ៉ាន់តាមមុខផ្ទះនិងតាមផ្សារជាប់ព្រំដែនទន្ទឹមគ្នានោះពួកគាត់ក៏ធ្វើកសិកម្មដូចជាដាំដំឡូងមីស្វាយកែវរមៀតនិងស្វាយចន្ទីជាដើមលក់ឲ្យឈ្មួញកណ្ដាលជាជនជាតិថៃប៉ុន្តែចាប់តាំងពីមានចំនួនព្រំដែនមកធ្វើឲ្យពលរដ្ឋកម្ពុជាជួបវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរពលរដ្ឋរស់នៅឃុំលំតងស្រុកអន្លង់វែងលោកណននរិនដាប្រាប់ទូរទស្សន៍អាស៊ីសេរីនៅថ្ងៃទី18ខែមីនាថាសប្តាហ៍ថ្ងៃនេះពលរដ្ឋរស់នៅតាមព្រំដែនពុំសូវមានអារម្មណ៍រកស៊ីដូចមុននោះទេព្រោះបារម្ភពីសុវត្ថិភាពហើយបើទោះជាលក់ដូរផ្សេងក៏ពុំសូវមានមនុស្សទិញច្រើនដែលធ្វើឲ្យលោកបារម្ភពីការខាតបង់ទន្ទឹមគ្នានោះលោកថាតម្លៃកសិផលដូចជាដំឡូងមីនិងគ្រាប់ស្វាយចន្ទីជាដើមលក់មិនបានថ្លៃព្រោះមិនសូវមានឈ្មួញទិញច្រើនទើបធ្វើឲ្យពលរដ្ឋកាន់តែលំបាកការលក់ដូរវាអត់បានដូចដែលមុនសង្គ្រាមអញ្ចឹងណាយើងធ្លាប់រកទៅវាបានកាក់កបដែរតែដល់ពេលសង្គ្រាមអញ្ចឹងទៅយើងលក់ដូរអត់អាចដូចមុនទេព្រោះនៅតាមភូមិនេះក៏គ្នារកអីមិនបានដូចមុនដែរបាទក្នុងការរកពេលថាថ្ងៃពិបាកមិនបាទយើងចេញទៅរកអីវាមិនបានពេញថ្ងៃពេញជើងអញ្ចឹងធ្វើអញ្ចឹងតែខ្លាចអត់ហ៊ានធ្វើអីធំដុំដូចមុនទៅហោះដូចធ្វើចំការអញ្ចឹងយើងត្រូវដាំដុះច្រើនក៏អត់ហ៊ានដែរបើស្ថានភាពខ្លាចពេលផ្ទុះសង្គ្រាមឡើងយើងរត់ចោលដំណាំយើងទៅខាតច្រើនណាសង្គ្រាមឈ្លានពានថៃមកលើកម្ពុជាបានបង្កផលប៉ះពាល់ដល់សន្តិសុខជាតិនិងសេដ្ឋកិច្ចពលរដ្ឋកាលពីមិនទាន់មានចំនួនព្រំដែនកម្ពុជាថៃពលរដ្ឋតែងរស់នៅពឹងអាស្រ័យគ្នាទៅវិញទៅមកតាមរយៈការដោះដូរទំនិញផ្សេងៗតាមព្រំដែនពលរដ្ឋម្នាក់ទៀតរស់នៅតំបន់អូស្មាច់ក្រុងសំរោងប្រាប់ទូរទស្សន៍អាស៊ីសេរីក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះព្រោះបារម្ភពីសុវត្ថិភាពបានលើកឡើងថាពលរដ្ឋនៅតំបន់អូស្មាច់មានត្រឹមតែ10ទៅ20% ដែលត្រឡប់មករស់នៅក្នុងលំនៅឋានវិញលោកថាបើទោះជាអាជ្ញាធរខេត្តបានអំពាវនាវឲ្យពលរដ្ឋមករស់នៅក្នុងតំបន់នេះក្តីក៏ពលរដ្ឋពុំសូវមកទេព្រោះបារម្ភពីសុវត្ថិភាពនិងជីវភាពដូច្នេះមានតែបន្តរស់ក្នុងជំរំភៀសខ្លួនគ្រាន់បានស្បៀងបរិភោគខ្លះលោកបន្តថាពលរដ្ឋខ្លះទៀតបន្តក្រាញនានារស់នៅក្នុងតំបន់អូស្មាច់ទាំងជីវភាពខ្វះខាតព្រោះតែខ្លាច
យោធាថៃបន្តពង្រីកការឈ្លានពានកាន់តែជ្រៅខណៈបច្ចុប្បន្នយោធាថៃចេះតែបន្តរុកចូលក្នុងដីខ្មែរយ៉ាងកក្លឿនហើយអាជ្ញាធរកម្ពុជាហាក់ពុំសូវបានអើពើនោះទេលោកអំពីវនីឲ្យរដ្ឋាភិបាលជួយដោះស្រាយបញ្ហាជីវភាពជូនពលរដ្ឋដែលកំពុងរស់នៅតាមព្រំដែនលោកក៏ស្នើឲ្យអាជ្ញាធរគួរតែកំយកថ្លៃទឹកភ្លើងពីពួកគាត់ជាបណ្ដោះអាសន្នព្រោះពលរដ្ឋកំពុងជួបការលំបាកគ្មានប្រាក់ចំណូលទី1កុំយកថ្លៃភ្លើងដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋគាត់ប្រើ3 4 5ខែទៅទី2ចង់ឲ្យផ្ដល់ដូចជាស្បៀងផ្ដល់ឲ្យប្រជាពលរដ្ឋគ្នាហូបផងខ្លះនេះអត់មែនទេណាដូចខ្ញុំលើនេះក៏វាអត់ដែរចូលចំណូលចូលរស់ស៊ីអុយអត់បាននេះទូរទស្សន៍អាស៊ីសេរីនៅថ្ងៃទី18ខែមីនាបានតាក់ទងអភិបាលខេត្តឧត្តរមានជ័យលោកមានច័ន្ទយ៉ាដាដើម្បីសុំការឆ្លើយតបប៉ុន្តែលោកបានបដិសេធនិយាយដោយឲ្យតាក់ទងនៃនាំពាក្យស្លាខេត្តលោកមេតភក្តីជំនួសវិញយ៉ាងណាទូរទស្សន៍អាស៊ីសេរីពុំអាចតាក់ទងលោកមេតភក្តីបានទេនៅថ្ងៃដដែលនេះដោយទូរស័ព្ទហៅចូលតែគ្មានអ្នកទទួលទោះបែបនេះក្តីបើតាមការអះអាងរបស់ពលរដ្ឋឲ្យដឹងថាពលរដ្ឋដែលរងផលប៉ះពាល់ពីសង្គ្រាមឈ្លានពានរបស់ថៃនៅតាមព្រំដែនក្នុងខេត្តឧត្តរមានជ័យដូចជាខ្វះខាតផ្ទះសម្បែងរដ្ឋាភិបាលបានផ្ដល់ថវិកាក្នុងមួយគ្រួសារចំនួន2 លានរៀលចំណែកពលរដ្ឋដែលមានលំនៅឋានក្នុងតំបន់ក្រហមទទួលប្រាក់ឧបត្ថម្ភមួយគ្រួសារ20,000 រៀលរយៈពេល1ឆ្នាំរីឯពលរដ្ឋដែលបាត់បង់ដីធ្លីនិងផ្ទះសម្បែងដោយយោធាថៃកំពុងកាន់កាប់អាជ្ញាធរកម្ពុជាបានរៀបចំផ្ទះបណ្ដោះអាសន្នជូនយ៉ាងណាពលរដ្ឋដែលកំពុងរងគ្រោះព្រោះបញ្ហាសេដ្ឋកិច្ចបង្កឡើងដោយសារសង្គ្រាមឈ្លានពាននេះដែរពួកគាត់ក៏ជួបបញ្ហាលំបាកដែរប៉ុន្តែរដ្ឋាភិបាលហាក់ពុំសូវអើពើនោះទេពួកគាត់សង្ឃឹមថាប្រសិនបើរដ្ឋាភិបាលជួយសម្រួលផ្នែកខ្លះដូចជាកំយកថ្លៃទឹកនិងថ្លៃភ្លើងជាដើមគឺជារឿងល្អដើម្បីជួយសម្រួលបន្ទុកពលរដ្ឋបានខ្លះដែរប្រធានការិយាល័យអង្គការលីកាដូប្រចាំខេត្តបន្ទាយមានជ័យលោកអិនគង្ជិតយល់ស្របថាស្ថានភាពសេដ្ឋកិច្ចរបស់ពលរដ្ឋនៅតាមព្រំដែនគឺពិតជាមានផលលំបាកខ្លាំងក្រោយពីមានសង្គ្រាមឈ្លានពានរបស់ថៃលោកថាពលរដ្ឋភាគច្រើននៅតាមព្រំដែនមិនថាពលរដ្ឋនៅខេត្តបន្ទាយមានជ័យនិងឧត្តរមានជ័យនោះទេគឺសិតតែជួបការលំបាកដូចគ្នាព្រោះកន្លងទៅពួកគាត់តែងតែរកស៊ីដោះដូរទំនិញជាមួយប្រទេសថៃលោកស្នើរដ្ឋាភិបាលគួរតែគិតគូររៀបចំស្ដារសេដ្ឋកិច្ចតាមព្រំដែនឡើងវិញឲ្យបានឆាប់ហើយគួរតែផ្ដល់អំណោយមនុស្សធម៌ខ្លះដល់ពលរដ្ឋនៅតាមព្រំដែនដែលកំពុងជួបបញ្ហាសេដ្ឋកិច្ចទន្ទឹមគ្នានោះលោកថាអាជ្ញាធរត្រូវតែប្រឹងប្រែងឲ្យអស់លទ្ធភាពក្នុងការតាក់ទាញឈ្មួញឲ្យមកប្រមូលទិញកសិផលពីពលរដ្ឋឲ្យមានតម្លៃសមរម្យដើម្បីជួយស្ដារសេដ្ឋកិច្ចបន្ទាយមានជ័យក្តីបាត់ដំបងក្តីនិងឧត្តរមានជ័យព្រះវិហារលោកត្រូវជួយរកទីផ្សារដើម្បីលើកទឹកចិត្តធ្វើម៉េចឲ្យឈ្មួញកណ្ដាលនឹងអាចទិញកសិផលរបស់ប្រជាពលរដ្ឋក្នុងតម្លៃខ្ពស់ហើយដើម្បីពួកគាត់បានលក់ផលិតផលរបស់ពួកគាត់ដាច់និងបានប្រាក់ចំណូលមន្ត្រីសង្គមស៊ីវិលលើកឡើងថាក្នុងស្ថានភាពដែលពលរដ្ឋកំពុងជួបការលំបាកដោយសារតែមិនអាចប្រកបមុខរបរបានរដ្ឋាភិបាលត្រូវប្រឹងប្រែងរកដំណោះស្រាយជូនពួកគាត់ឲ្យបានទាន់ពេលវេលាពួកគាត់ថាអ្វីត្បិតថាបញ្ហាបានកើតឡើងដោយសារតែបញ្ហាសង្គ្រាមឈ្លានពានក្តីរដ្ឋាភិបាលមិនត្រូវទុកពួកគាត់ចោលព្រោះពលរដ្ឋជាជនរងគ្រោះពីការដឹកនាំរបស់រដ្ឋាភិបាលដែលពុំបានធានានូវសុវត្ថិភាពជូនពលរដ្ឋឲ្យបានត្រឹមត្រូវខ្ញុំប្រាជេវទូរទស្សន៍អាស៊ីសេរីពីរដ្ឋធានី Washington បាទលោកនាងជាទីមេត្រីសំណុំរឿងក្តីក្មួយប្រុសរបស់លោកហ៊ុនសែនគឺលោកហ៊ុនតូដែលបានប្តឹងកាសែត Al Jazeera នៅក្នុងតុលាការអូស្ត្រាលីកាលពីពេលកន្លងមកនោះគឺមានការប្រែប្រួលមានការវិវត្តថ្មីមួយនៅថ្ងៃទី18មីនានេះនោះគឺតុលាការអូស្ត្រាលីបានសម្រេចឲ្យកាសែត Al Jazeera ឈ្នះក្តីលើបណ្ដឹងឧទ្ធរណ៍ដែលស្នើសុំឯកសារសម្ងាត់បន្ថែមពីប៉ូលីសសហព័ន្ធអូស្ត្រាលីពាក់ព័ន្ធនឹងសកម្មភាពរបស់លោកហ៊ុនតូនាំគ្រឿងញៀនចូលក្នុងប្រទេសអូស្ត្រាលីកន្លងមកលោកហ៊ុនតូបានប្តឹងក្រុមហ៊ុនសារព័ត៌មានអន្តរជាតិធំចំនួន2គឺកាសែត The Australian និងទូរទស្សន៍ Al Jazeera ដោយចោទថាបានផ្សព្វផ្សាយព័ត៌មានធ្វើឲ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់លោកក្រោយពីស្ថាប័នព័ត៌មានទាំងពីរចុះផ្សាយថាត្រូវបានចាត់ប្រកាន់ថាមានការជាប់ពាក់ព័ន្ធនៅក្នុងការជួញដូរគ្រឿងញៀននិងលាងលុយកខ្វក់ក្នុងប្រទេសអូស្ត្រាលីបាទថាតើសំណុំរឿងនេះមានការប្រែប្រួលបែបណាតើហេតុអ្វីបានជាតុលាការអូស្ត្រាលីសម្រេចឲ្យកាសែត Al Jazeera ឈ្នះបណ្ដឹងឧទ្ធរណ៍
ថាតើកាសែតអន្តរជាតិមួយនេះនឹងអាចស្នើសុំឯកសារបន្ថែមអ្វីខ្លះពីប៉ូលីសសហព័ន្ធអូស្ត្រាលីពាក់ព័ន្ធទៅនឹងសកម្មភាពជួញដូរគ្រឿងញៀនរបស់លោកហ៊ុនតូបាទនៅរាត្រីថ្ងៃស្អែកនេះខ្ញុំបាទនឹងឡើងរាយការណ៍ផ្ទាល់ជុំវិញរឿងនេះបាទលោកនាងជាទីមេត្រីចលនាខ្មែរដើម្បីប្រជាធិបតេយ្យនឹងរៀបចំវេទិកាសាធារណៈមួយស្ដីពីដំណោះស្រាយបញ្ហាព្រំដែនកម្ពុជាថៃនៅចុងសប្តាហ៍នេះនៅឯប្រទេសកូរ៉េខាងត្បូងហើយយើងឃើញថាមកទល់ពេលនេះគឺក្រុមយុវជននៅប្រទេសកូរ៉េខាងត្បូងកំពុងតែមមាញឹកសកម្មមែនទែននៅក្នុងការគៀងគរឲ្យមានការចូលរួមច្រើនពីពលរដ្ឋនិងយុវជនដែលកំពុងរស់នៅនិងធ្វើការនៅក្នុងប្រទេសកូរ៉េនោះដោយពួកគាត់ចាត់ទុកថាវេទិកាសាធារណៈនេះសំខាន់មែនទែនបាទនៅក្នុងវេទិកាសាធារណៈនេះមិនក្រៅតែពីជជែកអំពីបញ្ហាព្រំដែននោះក៏មានការជជែកទៅលើបញ្ហាសំខាន់ជាច្រើនទៀតដែរដោយមានការចូលរួមពីវិក្កាមសំខាន់មានអ្នកស្រីមូសុខួរលោកជុនច័ន្ទបុតលោកអ៊ុំសំអាននិងលោកអ៊ូសាម៉ាឌីជាដើមដែលពួកគាត់នឹងឡើងថ្លែងសារសំខាន់នៅក្នុងវេទិកាសាធារណៈនោះហើយអ្នកចូលរួមអាចចោទសួរនិងបញ្ចេញមតិយោបល់បានពាក់ព័ន្ធទៅនឹងបញ្ហាប្រទេសជាតិដែលកំពុងកើតឡើងសប្តាហ៍នេះបាទហើយនៅពេលបន្តិចទៀតនេះខ្ញុំបាទនឹងមានបទសម្ភាសន៍មួយជាមួយនឹងអ្នកស្រីមូសុខួរបាទហើយនឹងតំណាងយុវជនខ្មែរនៅប្រទេសកូរ៉េខាងត្បូងគឺមានលោកលូនវិបលនិងលោកសាន់សម័យជាដើមបាទបាទមុននឹងទៅដល់កិច្ចសម្ភាសន៍នេះយើងនៅមានសេចក្តីរាយការណ៍មួយទៀតតាក់ទងទៅនឹងការដែលយោធាថៃបន្តសកម្មភាពឈ្លានពាននៅលើទឹកដីប្រទេសកម្ពុជាបាទយោធាថៃបានបង្ហាញអំពីបច្ចុប្បន្នភាពនៅក្នុងការសាងសង់របងតាមព្រំដែនក្នុងខេត្តចន្ទបុរីជាប់ប្រទេសកម្ពុជាប្រវែង1គីឡូម៉ែត្របន្ទាប់ពីប្រកាសគម្រោងជាសាធារណៈរួចមកទន្ទឹមគ្នានេះយោធាថៃនៅតែបន្តវឹកហាត់និងធ្វើសម្ពយុទ្ធយោធាទ្រង់ទ្រាយធំក្រោយពេលដែលយោធាថៃបានចូលកាន់កាប់ទឹកដីរបស់កម្ពុជាជាច្រើនទីតាំងតាមបណ្ដោយព្រំដែនរីឯក្រសួងការបរទេសកម្ពុជានៅថ្ងៃនេះក៏បានចេញលិខិតតវ៉ាជាថ្មីម្ដងទៀតទៅយោធាថៃដែលកំពុងឈ្លានពានទឹកដីប្រទេសកម្ពុជាដោយលើកឡើងថាមានទីតាំងជាង15ទីតាំងដែលយោធាថៃកំពុងឈ្លានពានដោយខុសច្បាប់ធ្វើសកម្មភាពជាបន្តបន្ទាប់នៅក្នុងការឈ្លានពានទឹកដីប្រទេសកម្ពុជាហើយបំពានទៅលើទឹកដីអធិបតេយ្យភាពរបស់ប្រទេសកម្ពុជាជាដើមបាទដូច្នេះសូមស្ដាប់សេចក្តីរាយការណ៍លម្អិតរឿងនេះរបស់អ្នកស្រីសុជីវីបាទយោធាថៃអះអាងថាគម្រោងសាងសង់ជញ្ជាំងរបងនៅតាមព្រំដែនកម្ពុជានៅក្នុងខេត្តចន្ទបុរីកំពុងតែដំណើរការបន្ទាប់ពីកម្លាំងជំនាញរបស់ថៃបានដោះមីននិងឈូសឆាយព្រៃរួចហើយរបងជញ្ជាំងនេះនឹងត្រូវសាងសង់រួចជាស្ថាពរនៅក្នុងរយៈពេល45ថ្ងៃអ្នកនាំពាក្យទីបញ្ជាការកងទ័ពថៃលោកវិថៃឡៃថមយ៉ាបានប្រកាសកាលពីថ្ងៃទី17ខែមីនាថាការសាងសង់ជញ្ជាំងរបងតាមព្រំដែនជាប់នឹងកម្ពុជានេះគឺធ្វើឡើងតែនៅលើទីតាំងដែលគ្មានចំនួនតែប៉ុណ្ណោះដោយភាគីថៃបានអះអាងទៀតថាការសាងសង់នេះមានការឯកភាពពីភាគីកម្ពុជារួចរាល់ហើយតែទោះជាយ៉ាងណាមកដល់ពេលនេះនៅមិនទាន់មានការប្រកាសជាសាធារណៈនិងជាផ្លូវការណាមួយពីសំណាក់រដ្ឋាភិបាលកម្ពុជាអំពីរឿងនេះនៅឡើយលោកវិថៃអះអាងទៀតថាការសាងសង់របងតាមព្រំដែនជាអចិន្ត្រៃយ៍នេះគឺដើម្បីពង្រឹងសន្តិសុខជាតិរបស់ថៃនិងការពារអក្រិតកម្មឆ្លងដែនគ្រប់ប្រភេទដោយរួមបញ្ចូលទាំងការលួចឆ្លងដែនខុសច្បាប់ផងលោកបន្តថានៅពេលខាងមុខប្រទេសថៃនឹងសាងសង់របងបែបនេះនៅតាមបណ្ដោយព្រំដែនជាប់កម្ពុជាបន្ថែមទៀតដោយបំពាក់នូវកាមេរ៉ាសុវត្ថិភាពដែលមានបច្ចេកវិទ្យាតាមដាននិងចាប់អត្តសញ្ញាណក្រៅពីសង់របងខណ្ឌព្រំប្រទល់ជាមួយកម្ពុជាហើយនោះយោធាថៃក៏បានពង្រឹងកម្លាំងយោធាគ្រប់ផ្នែកផងដែរនៅថ្ងៃទី18ខែមីនានេះកងទ័ពជើងទឹកថៃបានបើកកម្មវិធីធ្វើសមយុទ្ធប្រចាំឆ្នាំជាលក្ខណៈទ្រង់ទ្រាយធំដោយមានការវឹកហាត់បាញ់គ្រាប់ពិតចេញពីនាវាលើដែនសមុទ្រដោយប្រើប្រាស់ប្រព័ន្ធរ៉ាដាបញ្ជូនសញ្ញាការចល័តសពាវុធនៅលើដែនគោកនិងការប្រើប្រាស់ដ្រូនពិឃាតជាដើមមេបញ្ជាការកងទ័ពជើងទឹកថៃលោកផៃរ៉ូតហ្វឿងច័ន្ទបានលើកឡើងថាការធ្វើសមយុទ្ធប្រចាំឆ្នាំនេះក្នុងគោលបំណងដើម្បីពង្រឹងសមត្ថភាពរបស់កងទ័ពជើងទឹកដើម្បីត្រៀមខ្លួនការពារនិងវាយប្រហារ
នៅពេលមានស្ថានភាពគំរាមកំហែងចំពោះប្រទេសថៃចំណែកខាងផ្លូវអាកាសវិញកងទ័ពថៃសង្ហបុរីនិងសហរដ្ឋអាមេរិកកំពុងចូលរួមក្នុងសមយុទ្ធដែលគេឲ្យឈ្មោះថា COP Tiger លើកទី32កងទ័ពអាកាសថៃអះអាងថាសមយុទ្ធរួមគ្នានេះធ្វើឡើងដើម្បីហាត់សមសមត្ថភាពប្រយុទ្ធការវាយប្រហារនិងប្រតិបត្តិការយន្តហោះគ្មានមនុស្សបើកនៅលើដែនអាកាសនិងពង្រឹងទំនាក់ទំនងវិស័យការពារជាតិរវាងប្រទេសដែលចូលរួមជុំវិញរឿងនេះប្រធានក្រុមប្រឹក្សាក្លបមើលកម្ពុជាលោកម៉ែនណាតយល់ថាសកម្មភាពរបស់យោធាថៃគឺជាការគំរាមកំហែងដោយប្រយោលចំពោះកម្ពុជាដែលមានគោលជំហរទាមទារទឹកដីដែលយោធាថៃកំពុងគ្រប់គ្រងត្រឡប់មកវិញលោកបន្តថានៅក្នុងកលៈទេសៈនេះកម្ពុជាមិនអាចប៉ះទង្គិចផ្នែកយោធាណាមួយជាមួយថៃឡើយដោយកម្ពុជាគួរតែប្រើប្រាស់យន្តការការទូតនិងច្បាប់អន្តរជាតិដើម្បីប្រឆាំងនឹងសកម្មភាពឈ្លានពានរបស់ថៃនៅពេលដែលប្រើសិទ្ធិការពារខ្លួនវាប្រកាសជាប្រើអាវុធដើម្បីការពារខ្លួនហើយបើសិនមានឱកាសធ្វើសង្គ្រាមទៀតថៃក៏អាចវាយរុលចូលដណ្ដើមកាន់កាប់ទីតាំងមួយចំនួនថែមទៀតម្ល៉េះហើយក្នុងដំណាក់កាលនេះរដ្ឋាភិបាលកម្ពុជាត្រូវតែធ្វើនយោបាយឆ្លាតវៃហើយត្រូវតែមានផែនការយុទ្ធសាស្ត្រឆ្លាតវៃជាងមុនយ៉ាងណាមិញសកម្មភាពសាងសង់របងជញ្ជាំងអចិន្ត្រៃយ៍និងធ្វើសមយុទ្ធរបស់យោធាថៃនេះធ្វើឡើងបន្ទាប់ពីប្រជាពលរដ្ឋនិងអ្នកនយោបាយថៃបង្ហាញក្តីបារម្ភពីការផ្ទុះឡើងនៃសង្គ្រាមនៅតាមព្រំដែនជាលើកទី3បន្ទាប់ពីតំណាងកម្ពុជាបានដាក់លិខិតតវ៉ាចំពោះករណីអ្នកលេងបណ្ដាញសង្គមថៃបានយករូបថតរបស់លោកហ៊ុនសែនទៅកាត់តដាក់នៅក្នុងប្រហោងគល់ឈើមហាជនថៃយល់ថាករណីនេះទំនងជាធ្វើឲ្យលោកហ៊ុនសែនខឹងសម្បាជាងការដែលបាត់បង់ទឹកដីតាមព្រំដែនជាច្រើនទីតាំងនិងអាចបង្កឲ្យផ្ទុះសង្គ្រាមសារជាថ្មីដោយករណីលោកហ៊ុនសែនធ្លាប់ប្រតិកម្មចំពោះជនជាតិថៃដែលយករូបថតរបស់លោកទៅដាក់បាញ់យករង្វាន់នាពេលកន្លងមកនោះដែរទោះជាបែបនេះក្តីទីបញ្ជាការកងទ័ពអាកាសថៃបានប្រកាសថាកងទ័ពថៃមានសមត្ថភាពគ្រប់គ្រងស្ថានភាពនិងសកម្មភាពរបស់ទាហានខ្មែរបានទាំងស្រុងដោយកងទ័ពថៃមានលទ្ធភាពគ្រប់គ្រាន់ដើម្បីរាំងខ្ទប់កម្លាំងយោធាខ្មែរដោយកងទ័ពអាកាសថៃបានអះអាងថាកម្ពុជាគ្មានសមត្ថភាពដើម្បីប្រឆាំងនឹងប្រតិបត្តិការលើអាកាសរបស់កងទ័ពថៃនោះឡើយពាក់ព័ន្ធនឹងរឿងវិវាទព្រំដែននេះដែរកាលពីថ្ងៃទី17ខែមីនាក្រសួងការបរទេសកម្ពុជាបានចេញការតវ៉ាផ្លូវការម្ដងទៀតប្រឆាំងនឹងសកម្មភាពឈ្លានពាននិងកាន់កាប់ដីខុសច្បាប់ជាបន្តបន្ទាប់របស់យោធាថៃដែលបានសង់ផ្លូវរូបសំណាកព្រះពុទ្ធលេនដ្ឋាននៅលើទឹកដីខ្មែរក្នុងតំបន់មួយចំនួនដូចជានៅតំបន់ប្រាសាទតាមាន់ធំភូមិថ្មដូនស្រុកបន្ទាយអំពិលតំបន់អូស្មាច់ប្រាសាទខ្នាតនៅក្នុងខេត្តឧត្តរមានជ័យនិងតំបន់មុំ3នំ469ច្រកទ្វារព្រំដែនអន្តរជាតិអានសេះអូផ្កាស្នេហ៍ភ្នំ677ភ្នំ500តាថាវភ្នំទ្រាប់តាសឹមនិងចាក់ច្រែងនៅក្នុងខេត្តព្រះវិហារជាដើមក្រសួងការបរទេសកម្ពុជាទាមទារឲ្យប្រទេសថៃបញ្ឈប់សកម្មភាពទាំងនេះជាបន្ទាន់នេះខ្ញុំសុជីវីទូរទស្សន៍អាស៊ីសេរីបាទលោកនាងជាទីមេត្រីតកតងទៅនឹងក្មួយប្រុសរបស់លោកហ៊ុនសែនម្ដងបាទគឺជនរងគ្រោះនៃក្រុមហ៊ុនហ៊ុយវ៉ាន់ផេដែលជាក្រុមហ៊ុនរបស់លោកហ៊ុនតូគឺថាជនរងគ្រោះមួយចំនួនអតិថិជនមួយចំនួនមកដល់ពេលនេះពួកគាត់បានត្រឹមតែខកចិត្តនិងអស់សង្ឃឹមនៅក្នុងការទទួលបានលុយមកវិញបន្ទាប់ពីក្រុមហ៊ុនមួយនេះបានបង្កប់នៃអស់រយៈពេលជាច្រើនខែមកហើយអ្នកខ្លំមើលថាជនរងគ្រោះមិនគូនាំគ្នាសំងំមិនធ្វើអ្វីសោះនោះទេនឹងគូតែប្រមូលផ្ដុំគ្នាតវ៉ាដោយសន្តិវិធីដើម្បីទាមទារឲ្យលោកហ៊ុនតូនិងធនាគារជាតិចេញមុខទទួលខុសត្រូវតាមផ្លូវច្បាប់បាទសូមស្ដាប់សេចក្តីរាយការណ៍របស់លោកឆេងចាន់នីរឿងនេះបាទជុំវិញរឿងនេះបាទជនរងគ្រោះភៀសច្រើនដែលត្រូវបានក្រុមហ៊ុនហ៊ុយវ៉ាន់ផេបង្កក់លុយក្នុងគណនីបានត្រឹមតែសម្ដែងការខកចិត្តតាមបណ្ដាញសង្គមនិងរិះគន់ចំណាត់ការអន្តរាគមន៍របស់ធនាគារជាតិកន្លងថាគ្មានប្រសិទ្ធភាពធ្វើឲ្យពួកគាត់ទទួលបានលុយមកវិញនោះទេជនរងគ្រោះភៀសច្រើនក៏ហាក់បន្តរក្សាភាពស្ងៀមស្ងាត់រងចាំដំណោះស្រាយជាច្រើនខែដោយមិនហ៊ានដាក់ពាក្យបណ្ដឹងតវ៉ាឬស្វែងរកកិច្ចអន្តរាគមន៍ពីស្ថាប័នណាឡើយដោយសារតែក្រុមហ៊ុនដែលបង្កក់លុយអតិថិជនគឺជាក្រុមហ៊ុនរបស់អ្នកមានអំណាចកំពូលនៅកម្ពុជាអតិថិជនហ៊ុយវ៉ាន់ផេម្នាក់ថ្លែងសុំមិនបញ្ចេញឈ្មោះឲ្យទូរទស្សន៍អាស៊ីសេរីដឹងថាមកដល់ពេលនេះក្រុមហ៊ុននៅតែបង្កក់លុយកញ្ញាដែលមានក្នុងគណនីមិនអាចដកបានឡើយកញ្ញាថាមកដល់ពេលនេះក្រុមហ៊ុនក៏គ្មានការផ្ដល់ដំណឹងថាអាចដកលុយពីគណនីបាននៅពេលណានោះទេ
ប្រពន្ធដដែលបន្តថាសម្រាប់អតិថិជនដែលមានលុយច្រើនក្នុងគណនីក៏មិនអាចដកម្ដងបានទាំងអស់ដែរគឺបានត្រឹមតែចំនួនកំណត់ដោយក្រុមហ៊ុនគឺមួយថ្ងៃ$500តែប៉ុណ្ណោះចំណែកអតិថិជនដែលចង់ដកលុយតាមភ្នាក់ងារ Hui One Pay គឺត្រូវខាត 50% ពូលដក$100បានត្រឹមតែ$50ប៉ុណ្ណោះកន្លងមកក្រុមហ៊ុន Hui One Pay បានប្រកាសថាអតិថិជនដែលមានប្រាក់ក្នុងគណនីចាប់ពី$10000ឬតិចជាងនេះត្រូវបានចាត់ទុកជាអាទិភាពក្នុងការដកប្រាក់ទោះជាយ៉ាងណាក្រុមហ៊ុនក៏បានកំណត់ចំនួនដកត្រឹមតែ$500ឬតិចជាងនេះប៉ុណ្ណោះលើពីនេះអតិថិជនមិនអាចដកប្រាក់បានដោយសេរីនោះទេគឺត្រូវរងចាំការជូនដំណឹងពីក្រុមហ៊ុនតាមកម្មវិធី Hui One Pay ជាមុនសិនទើបអាចទៅដកប្រាក់នៅតាមសាខាបានក្រុមហ៊ុន Hui One Pay របស់បងជីដូនមួយលោកហ៊ុនម៉ាណែតគឺលោកហ៊ុនតូបានប្រកាសបង្កកប្រាក់អតិថិជនកាលពីចុងឆ្នាំ2025បន្ទាប់ពីទទួលរងទណ្ឌកម្មពីសហរដ្ឋអាមេរិកពាក់ព័ន្ធនឹងអំពើលាងលុយនិងការឆបោកអនឡាញក្រុមហ៊ុននេះក៏ត្រូវបានធនាគារជាតិនៃកម្ពុជាដកអាជ្ញាប័ណ្ណតាំងពីឆ្នាំ2025ដោយសារអនុវត្តខុសច្បាប់ក៏ប៉ុន្តែក្រុមហ៊ុនបានបដូរឈ្មោះជា XPay វិញសម្រាប់បន្តដំណើរការដល់សប្តាហ៍ថ្ងៃដោយគ្មានស្ថាប័នណាហ៊ានបើកការស៊ើបអង្កេតឡើយប្រធានចលនាខ្មែរដើម្បីប្រជាធិបតេយ្យ KMD អ្នកស្រីមូសុខួរលើកឡើងថាការប្រងើយកន្តើយរបស់ធនាគារជាតិដែលមិនចាត់វិធានការលើក្រុមហ៊ុន Hui One Pay គឺជារឿងខុសច្បាប់អ្នកស្រីថាជនរងគ្រោះមិនគួរនាំគ្នាសង្ងំមិនធ្វើអ្វីនោះទេយ៉ាងហោចណាស់គួរប្រមូលផ្ដុំតវ៉ាដោយសន្តិវិធីនិងប្រើសិទ្ធិស្របច្បាប់ដើម្បីទាមទារឲ្យលោកហ៊ុនតូនិងធនាគារជាតិទទួលខុសត្រូវលើលុយកាក់របស់ខ្លួនយកសិទ្ធិរបស់ខ្លួនយកមកប្រើទៅអត់មានអ្នកណាអាចបំបាក់សិទ្ធិយើងទេបើយើងធ្វើជារួមជនរងគ្រោះដទៃទៀតដោយការឆោបបោកពីអុកញ៉ារហូតដល់ពេលនេះតើវាបានរឹបអូសយកទ្រព្យសម្បត្តិរបស់អុកញ៉ាអត់ទាំងនោះដែលជាអ្នកឆោបបោកនោះយកមកចងអតិថិជនវិញទេអត់ទេពីព្រោះរបបនេះគឺជារបបការពារអ្នកមានអំណាចគេយកអំណាចគេមកប្រមូលផ្ដុំយើងត្រូវយកអំណាចយើងជាពលរដ្ឋជាម្ចាស់លុយក៏ប្រមូលផ្ដុំទាំងអស់គ្នាបើយើងចាំប្រព័ន្ធតុលាការនៅប្រទេសកម្ពុជាមកជួយយើងឃើញហើយរាប់ឆ្នាំអ្នកទទួលរងគ្រោះរាប់ម៉ឺនអ្នកក្រៅពីអតិថិជន Hui One Pay ក៏មានអតិថិជនរងគ្រោះជាច្រើនពីក្រុមហ៊ុននិងធនាគារផ្សេងទៀតដូចជា Print Group ធនាគារ Phoenix Panda និងធនាគារ APD របស់កូនប្រុសអតីតសមាជិកព្រឹទ្ធសភាបកកាន់អំណាចលោកឡាវមេនខិនជាដើមដែលបានបង្កក់លុយអតិថិជនលោកស្រីមូសុខួរលើកឡើងថានេះជាសញ្ញាដែលប្រព័ន្ធធនាគារនៅកម្ពុជាកំពុងប្រឈមដួលរលំហើយលោកស្រីលើកឡើងថាបណ្ដាញធនាគារនៅកម្ពុជាក្រោមការដឹកនាំដោយរដ្ឋាភិបាលត្រកូលហ៊ុនបង្កើតឡើងមិនមែនដើម្បីជួយឲ្យសេដ្ឋកិច្ចរឹងមាំនិងពង្រីកអាជីវកម្មប្រជាពលរដ្ឋឡើយគឺបង្កើតដើម្បីបម្រើឲ្យក្រុមបណ្ដាញឆបោកអនឡាញសម្រាប់លាងលុយកខ្វក់ខ្ញុំបាទឆេងចាន់នីទូរទស្សន៍អាស៊ីសេរីពីរដ្ឋធានី Washingtonបានដូននាងជាទីមេត្រីគេឈ្មោះរបស់លោកហ៊ុនតូនេះបានល្បីសុសសាយជំវិញពិភពលោកនិងមានការចុះផ្សាយព្រមព្រៀងពីបណ្ដាសារព័ត៌មានអន្តរជាតិពាក់ព័ន្ធទៅនឹងសកម្មភាពរបស់លោកដែលគេចោទថាជាមេខ្លោងនៃក្រតិកម្មជួញដូរមនុស្សការជួញដូរការពាក់ព័ន្ធនឹងសកម្មភាពឆបោកឆ្លងដែនអីជាដើមនឹងការជួញដូរគ្រឿងញៀនការលាងលុយកខ្វក់អីជាដើមនេះគឺថាមានការល្បីល្បាញមែនទែនក៏ប៉ុន្តែទោះជាយ៉ាងណាក៏ដោយលោកហ៊ុនតូនឹងក៏ព្យាយាមការពារខ្លួនដែរនៅពេលដែលមានការចុះផ្សាយពីព័ត៌មានហ្នឹងគឺថាលោកបានបញ្ចេញប្រតិកម្មដែរនៅឯប្រទេសអូស្ត្រាលីនេះគឺលោកហ៊ុនតូថ្មីកន្លងមកនេះបានប្តឹងស្ថាប័នសារព័ត៌មានអន្តរជាតិធំចំនួន2គឺកាសែត The Australian និងកាសែត Al Jazeera ដែលថាការផ្សាយព័ត៌មានកន្លងមកដែលចោទថាលោកពាក់ព័ន្ធទៅនឹងការជួញដូរគ្រឿងញៀននិងការលាងលុយកខ្វក់នៅក្នុងប្រទេសអូស្ត្រាលីនេះគឺផ្សាយបែបនេះធ្វើឲ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់លោកហើយដែលកន្លងមកនេះការផ្សាយបែបនេះគឺធ្វើឲ្យលោកនឹងត្រូវបានរដ្ឋាភិបាលអូស្ត្រាលីនឹងបដិសេធមិនផ្ដល់វីសាឲ្យជន់ទឹកដីប្រទេសអូស្ត្រាលីទេដូច្នេះលោកហ៊ុនតូបានប្តឹងហើយយ៉ាងណាក៏ដោយចោះមកទល់ពេលនេះខាងសារបានព័ត៌មានមួយគឺ The Australian បានដកអត្ថបទរបស់ខ្លួនវិញដោយសារមិនចង់មានរឿងក្តីក្តាំដែលចំណាយពេលវេលាច្រើនហើយក៏ប៉ុន្តែនៅស្ថាប័នទូរទស្សន៍ Al Jazeera នៅតែបន្តតាំងក្តីរឿងនេះជាមួយនឹងលោកហ៊ុនតូនៅឡើយនៅក្នុងផ្លូវតុលាការក៏ប៉ុន្តែយ៉ាងណាក៏ដោយគឺថាមកទល់ពេលនេះនៅថ្ងៃនេះមានការប្រែប្រួលមានការវិវត្តថ្មីមួយនៅក្នុងសំណុំរឿងដែលលោកហ៊ុនតូប្តឹងកាសែត Al Jazeera នេះគឺ
តុលាការនៅក្នុងប្រទេសអូស្ត្រាលីបានសម្រេចក្តីឲ្យកាសែត Al Jazeera ឈ្នះបណ្ដឹងឧទ្ធរណ៍នៅក្នុងការទាមទារយកឯកសារសម្ងាត់បន្ថែមទៀតពីប៉ូលីសសហព័ន្ធពីព្រោះកន្លងមកនេះប៉ូលីសសហព័ន្ធបានបដិសេធមិនផ្ដល់ឯកសារសម្ងាត់មកឲ្យទូទស្សន៍ Al Jazeera ដើម្បីការពារខ្លួនចំពោះការផ្សាយថាលោកហ៊ុនតូពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀននោះទេក៏ប៉ុន្តែឥឡូវនេះគឺថាតុលាការបានបើកផ្លូវឲ្យកាសែត Al Jazeera មានសិទ្ធិនៅក្នុងការទាមទារឯកសារសម្ងាត់បន្ថែមទៀតពីប៉ូលីសអូស្ត្រាលីដែលឯកសារទាំងអស់នោះមានសារៈសំខាន់នៅក្នុងការបង្ហាញពីសកម្មភាពខុសច្បាប់របស់លោកហ៊ុនតូដើម្បីឲ្យកាសែត Al Jazeera នឹងយកមកការពារខ្លួនបាទដូច្នេះតើដំណើររឿងក្តីនេះបែបណាមានប្រវត្តិបែបណាហើយតើហេតុអីបានជាតុលាការសម្រេចឲ្យកាសែត Al Jazeera នឹងឈ្នះបណ្ដឹងឧទ្ធរណ៍ហើយតើនឹងមានឯកសារសំខាន់អីខ្លះដែលកាសែត Al Jazeera យកមកតតាំងឬក៏ការពារខ្លួននៅក្នុងការតតាំងជាមួយនឹងការបណ្ដឹងរបស់លោកហ៊ុនតូនោះបាទនៅថ្ងៃស្អែកនេះខ្ញុំនឹងមានសេចក្តីរាយការណ៍ផ្ទាល់លម្អិតមួយជុំវិញរឿងនេះបាទលោកនាងជាទីមេត្រីឥឡូវនេះយើងដល់វគ្គនៃកិច្ចសម្ភាសរបស់យើងជាមួយនឹងវាគ្មិនសំខាន់បាទគឺអ្នកស្រីមូសុខូហើយនឹងតំណាងយុវជនខ្មែរនៅកូរ៉េពាក់ព័ន្ធទៅនឹងការរៀបចំវេទិកាសាធារណៈដ៏ធំមួយនៅឯប្រទេសកូរ៉េខាងត្បូងនៅចុងសប្តាហ៍នេះហើយវេទិកាសាធារណៈនេះគឺមានឈ្មោះថាធ្វើពាក់ព័ន្ធទៅនឹងការស្វែងរកដំណោះស្រាយបញ្ហាព្រំដែនកម្ពុជាថៃហើយគឺថាក្រៅពីបញ្ហានេះក៏នឹងមានការជជែកពីបញ្ហាសំខាន់នៅក្នុងប្រទេសជាច្រើនទៀតដោយវាគ្មិនសំខាន់មួយចំនួនរួមមានអ្នកស្រីមូសុខួររួមមានលោកអ៊ុំសំអានលោកជុនច័ន្ទបុតនិងលោកអ៊ូសាម៉ាឌីជាដើមឥឡូវនេះខ្ញុំបានឃើញអ្នកទាំង3ហើយខ្ញុំសូមជម្រាបសួរបាទជម្រាបសួរបាទសូមអរគុណដែលបានចូលរួមជាមួយនឹងទូរទស្សន៍អាស៊ីសេរីនៅរាត្រីនេះហើយខ្ញុំបានឃើញប្រហែលថ្ងៃនេះមានការចែកចាយច្រើនណាស់អំពីសកម្មភាពនៃការរៀបចំវេទិកាសាធារណៈនៃការបង្ហោះព័ត៌មានផ្សេងពីប្រទេសកូរ៉េពីយុវជននៅប្រទេសកូរ៉េនេះពីព្រោះនៅកូរ៉េនេះគឺមានយុវជនឈានមុខច្រើននៅក្នុងការងើបឡើងតតាំងនឹងរបបផ្ដាច់ការហើយនៅក្នុងការការពារប្រទេសជាតិអីជាដើមនៅក្នុងការស្រឡាញ់យុត្តិធម៌ជាដើមនឹងដូច្នេះឥឡូវនេះនៅកូរ៉េនឹងមានការរៀបចំវេទិកាបែបនេះគឺថាមានការចូលរួមផុសផុលណាស់ពីយុវជនដែលកំពុងរស់នៅនិងធ្វើការនៅក្នុងប្រទេសកូរ៉េខាងត្បូងក៏ប៉ុន្តែមុននឹងទៅដល់តំណាងយុវជនទាំងពីរគឺលោកលួនវិបុលហើយនិងលោកសាន់សម័យខ្ញុំចង់ផ្ដើមសំណួរជាមួយនឹងលោកជំទាវមូសុខួរដែលជាប្រធានចលនាខ្មែរប្រជាធិបតេយ្យបន្តិចងាកទៅក្រោយបន្តិចតកតងទៅនឹងរឿងសមាជកាលពីសប្តាហ៍មុននៅសហរដ្ឋអាមេរិកនៅវត្តភ្នំសេរីនោះដោយសារថាជារឿងសំខាន់មួយដែរជាសមាជធំមួយហើយចលនាខ្មែរប្រជាធិបតេយ្យបានចូលរួមនៅក្នុងសមាជជាតិនោះបាទលោកជំទាវដូច្នេះតើអាចជួយបញ្ជាក់បានទេតើចលនាខ្មែរដើម្បីប្រជាធិបតេយ្យដែលជាអង្គការរបស់លោកជំទាវនេះបានចូលរួមធ្វើសកម្មភាពអីខ្លះនៅក្នុងសមាជនៅពេលនោះបាទចាជាបឋមខ្ញុំប្រកាសថាខ្ញុំសូមក្រាបថ្វាយបង្គំសូមគ្រប់បងប្អូនជនរួមជាតិយើងមានការអបអរសាទរក្នុងនាមយើងជាពលរដ្ឋខ្មែរនៅក្រៅប្រទេសក្តីនៅក្នុងប្រទេសក្តីនៃលទ្ធផលនៃសមាជដែលបានបង្ហាញឲ្យច្បាស់ថាពលរដ្ឋខ្មែរដែលចូលរួមនៅក្នុងសមាជព្រមទាំងពលរដ្ឋខ្មែរទូទៅបានអបអរសាទរហើយទទួលយករដ្ឋាភិបាលកម្ពុជាឯករាជ្យ$23ជារដ្ឋាភិបាលដែលជាយើងរំពឹងទុកថាជឿជាក់ថានឹងដោះស្រាយបញ្ហាចំពោះមុខនៅប្រទេសកម្ពុជាយើងចាក្នុងការចូលរួមនៃចលនាខ្មែរដើម្បីប្រជាធិបតេយ្យយើងចូលរួមក្នុងនាមយើងជាពលរដ្ឋជាអង្គការសង្គមស៊ីវិលជាចលនាប្រជាពលរដ្ឋចាយើងមិនហើយ$23គឺកម្ពុជារដ្ឋាភិបាលកម្ពុជាឯករាជ្យនោះគឺជាស្ថាប័នមួយទៀតគឺស្ថាប័ននីតិប្រតិបត្តិជារដ្ឋាភិបាលក្រៅប្រទេសចាហើយយើងជាពលរដ្ឋយើងទាមទារយើងជជែកគ្នាយ៉ាងផុសផុលនៅឯសមាជនោះពីព្រោះទៅថ្ងៃចុងក្រោយពេលគេបានដាក់ជាថ្ងៃដោយឡែកពីគ្នាថ្ងៃចុងក្រោយគឺថ្ងៃរបស់ប្រជាពលរដ្ឋអញ្ចឹងចលនាខ្មែរដើម្បីប្រជាតែបានបង្ហាញនៅបកគោលការណ៍និងចំណុចសំខាន់នៅហេតុផលដែលយើងគួរតែគិតថាគួរតែមានការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រខ្មែរនៅក្រៅប្រទេសដោយសារតំណាងរាស្ត្រខ្មែរនៅក្នុងប្រទេសអត់ធ្វើអ្វីទាល់តែសោះ
ចឹងដោយលទ្ធផលចុងក្រោយនៃសម័យនោះគឺថាសម័យបានអនុម័តជាឯកច្ឆន្ទឲ្យចលនាខ្មែរដើម្បីប្រជាធិបតេយ្យទទួលយកកិច្ចការធ្វើឲ្យមានការបោះឆ្នោតដោយសេរីត្រឹមត្រូវនយោបាយធម៌ជ្រើសរើសយកតំណាងសភាខ្មែរនៅក្រៅប្រទេសចាប់ពីពេលនេះតទៅចា៎ បាទអញ្ចឹងជារឿងសំខាន់មួយកន្លងមកនឹងលោកជំទាវបានធ្វើដំណើរសឹងថាជុំវិញពិភពលោកទៅហើយនៅតាមបណ្ដាប្រទេសដែលមានសហគមន៍ខ្មែររស់នៅច្រើនហ្នឹងដើម្បីរៀបចំវេទិកាសាធារណៈកន្លងមកតាក់ទងទៅនឹងការជ្រើសរើសសមាជិកគណៈកម្មការរៀបចំការបោះឆ្នោតនៅក្រៅប្រទេសផងនិងបេក្ខជនតំណាងរាស្ត្រនៅក្រៅប្រទេសផងហើយក្រោយស្ដាប់មតិយោបល់ហ្នឹងក៏បានទៅចូលរួមសមាជហើយក៏បានស្ដាប់សំណើរបស់ពលរដ្ឋនៅក្នុងសមាជនឹងដែរថាគុំត្រូវមានការរៀបចំអញ្ចឹងទៅជាលទ្ធផលគឺថាមានទទួលបានសម្លេងគុំត្រូវពីប្រជាពលរដ្ឋដែលចូលរួមនៅក្នុងសមាជនឹងឲ្យរៀបចំអញ្ចឹងបាទជំទាវចាជាការត្រឹមត្រូវហើយការជជែកនេះខ្ញុំរំភើបមែននឹងយកការអនុម័តរបស់សមាជដោយមានការទទួលខុសត្រូវក្នុងនាមខ្ញុំជាប្រធាននៃចលនាខ្មែរដើម្បីប្រជាធិបតេយ្យខ្ញុំសូមយកឱកាសនេះលោកថាថៃធ្វើបច្ចុប្បន្នភាពពីការរៀបចំឲ្យមានគណៈកម្មការជាតិរៀបចំការបោះឆ្នោតដោយខ្ញុំបាននិយាយអញ្ចឹងគឺថាសមាជិកតំណាងនៃប្រទេសនីមួយៗយើងបានស្ទើរតែអស់ហើយនៅសល់តែប្រទេសសំទោសប្រទេសកូរ៉េដែលខ្ញុំនឹងជួបជាមួយនឹងក្មួយៗទាំងអស់គ្នាដើម្បីបញ្យល់ហើយនឹងដោះស្រាយនឹងជ្រើសរើសឲ្យក្មួយៗជ្រើសរើសជាតំណាងមួយរូបសម្រាប់មកចូលនៅក្នុងគោលជបថ្នាក់សកលប្រទេសជប៉ុនក៏ដូចគ្នាដែរក្រោយពីប្រទេសកូរ៉េខ្ញុំនឹងធ្វើដំណើរទៅប្រទេសជប៉ុនយើងនឹងជ្រើសរើសឲ្យមានតំណាងនៃគោលជបសមាជិកគោលជបពេញលក្ខណៈអ្វីដែលជាការសំខាន់មួយទៀតគឺអង្គសមាជបានជជែកឡើងផុសផុលអំពីអាសនៈនៃសភាខ្មែរនៅក្រៅប្រទេសថាយើងគួរយក65សម្លេងអាសនៈឬមួយក៏យើងយក125អាសនៈបានជជែកគ្នាបើសិនជាឥឡូវសម្រេចបានថាចាប់ផ្ដើមពី63អាសនៈជាអាណត្តិទី1ហើយអាណត្តិនៃសមាជិកនៃសភាខ្មែរនៅក្រៅប្រទេសមាន2ឆ្នាំក្នុងមួយអាណត្តិហើយយើងនឹងបន្តរហូតទៅដល់បានអាសនៈ125ចា៎បាទហើយដោយបានជាយកអាសនៈនឹងតិចមិនដូចយកតាមដូចនៅស្រុកខ្មែរមាន125អាសនៈតែម្ដងហើយមានអាណត្តិ4ឆ្នាំឬក៏5ឆ្នាំបាទមានរយៈពេលខ្លីបាទអរគុណដោយសារយើងបានជជែកគ្នាឡើងផុសផុលមែនទែនហើយខ្ញុំសប្បាយរីករាយដែលឃើញថាលទ្ធិប្រជាធិបតេយ្យនៅពេលសម័យនេះគោលការណ៍នេះយើងយកមកគោរពពីព្រោះយើងជាខ្មែរនៅក្រៅប្រទេសហើយសង្ឃឹមថានៅក្នុងប្រទេសនឹងមានឱកាសមកបញ្ចេញមតិអារម្មណ៍របស់ខ្លួននៅសម័យនៅប្រទេសកម្ពុជានៅថ្ងៃណានៅពេលឆាប់ៗនេះហេតុដែលយើងយក63អាសនៈពីព្រោះជាអាណត្តិទី1ជាលើកដំបូងបំផុតចឹងអង្គសមាជក៏យល់ឃើញថាគួរតែយើងយកឲ្យមានជាក់ស្ដែងជាការចាប់ផ្ដើមឲ្យបានសុក្រិតពិតប្រាកដហើយយើងនឹងបន្តទៅទៀត2ឆ្នាំដោយសារយើងបើសិនជា4ឆ្នាំយូរពេកណាចាយើងយក2ឆ្នាំជាការចាប់ផ្ដើមហើយនឹងមួយរៀងរាល់អាណត្តិពេលបោះឆ្នោតគឺយើងបង្កើនអាសនៈដើម្បីពង្រឹងហើយធ្វើការសកម្មភាពនោះឲ្យបានជាក់ស្ដែងជូនផលជាក់ស្ដែងជូនទៅដល់ពលរដ្ឋខ្មែរនៅក្នុងប្រទេសនិងក្រៅប្រទេសផងដែរចា៎បាទអរគុណលោកជំទាវដូច្នេះងាកមករឿងសមាជរឿងរៀបចំវេទិកាសាធារណៈនៅឯកូរ៉េខាងត្បូងវិញលោកជំទាវក៏មកចូលរួមនៅក្នុងវេទិកានេះឥឡូវនេះលោកជំទាវមកដល់កូរ៉េហើយឬក៏នៅសហរដ្ឋអាមេរិកនៅឡើយទេបាទចាខ្ញុំនឹងចេញដំណើរយប់នេះពីសហរដ្ឋអាមេរិកពីរដ្ឋ Rhode Island តែខ្ញុំសូមជម្រាបទៅអង្គប្រជាពលរដ្ឋទាំងអស់ថាខ្ញុំបានក្នុងនាមជាប្រធាននៃចលនាខ្មែរដើម្បីប្រជាធិបតេយ្យបានជជែកជាមួយក្មួយនៃស្ថាប័ននៅកូរ៉េទាំងអស់មាន5ស្ថាប័ននៅកូរ៉េនឹងចូលរួមនៅក្នុងជាអ្នកប្រជាធិបតេយ្យនឹងចូលរួមរៀបចំវេទិកាហើយយើងបានជជែកគ្នាអស់រយៈពេល2ខែមែនទេវិបុលហើយនឹងសម័យហើយនៅក្នុងការជជែកនេះឃើញថាយើងចុះសម្រុងគ្នាមែនទែនសំណួរមានតែមួយទេណាសំណួរមានតែមួយតែយើងជាពលរដ្ឋខ្មែរយើងទុក
យកទឹកឲ្យទឹកដីហ្នឹងទៅឲ្យថៃទៅឲ្យវៀតណាមទៅឲ្យប្រទេសជិតខាងឬមួយយើងជាខ្មែរទោះបីនៅក្នុងប្រទេសក៏ដោយនៅក្រៅប្រទេសយើងត្រូវតែមិនកុំឈឺចាប់តែត្រឹមតែឈឺចាប់យើងត្រូវមកជជែកគ្នារកវិធានការរកដំណោះស្រាយពិតប្រាកដចឹងក្នុងនាមខ្ញុំជាប្រធាននៃចលនាខ្មែរដើម្បីប្រជាធិបតេយ្យគឺយើងរៀបចំឲ្យមានវេទិកាសាធារណៈជជែកគ្នាតាមរបៀបប្រជាធិបតេយ្យហើយយើងយកអ្នកឯកទេសគឺរឿងព្រំដែននេះរឿងទឹកដីនេះយើងអ្នកឯកទេសរបស់យើងគឺលោកអ៊ុំសំអានដែលជាសមាជិកនៃរដ្ឋាភិបាល23ដុល្លារគាត់លោកអ៊ុំសំអានយើងស្គាល់ហើយគាត់ជាតំណាងរាស្ត្រនៃគណៈបកសង្គ្រោះជាតិគាត់បានជាប់ពន្ធនាគារ4ឆ្នាំយ៉ាងហោច4ឆ្នាំនៅក្នុងការការពារទឹកដីរបស់យើងអញ្ចឹងក្មួយពួយទាំងអស់គ្នាកុំឈឺចាប់ត្រឹមតែឈឺចាប់មកជជែកគ្នារកដំណោះស្រាយរួមចា៎បាទមែនតើលោកអ៊ុំសំអាននេះខ្ញុំឃើញគាត់ជាតំណាងរាស្ត្រមួយរូបដែលបានបំពេញតួនាទីនឹងល្អមែនតើក្នុងនាមជាអ្នកដែលព័ត៌មានដែលតាមដានសកម្មភាពនយោបាយនៅក្នុងប្រទេសកម្ពុជានេះខ្ញុំសង្កេតឃើញថាលោកអ៊ុំសំអានបានបំពេញតួនាទីនឹងល្អជាពិសេសគឺលោកអត់ខុសពីអ្នកនយោបាយផ្សេងដែរគឺថាគាត់អត់ធ្វើអ្វីនេះទេគឺគាត់គិតតែការងារមួយគឺថារឿងព្រំដែនរបស់គាត់អីចឹងទៅគាត់អត់អ្នកនយោបាយខ្លះទៅចោះចូលទៅអីចឹងទៅឬក៏ខាងតំណាងរាស្ត្រគណៈបកកណ្ដាលអំណាចនេះគឺថាអត់ធ្វើការអីទេកំពុងតែមានទូនាទីកំពុងមានភារកិច្ចនៅស្រុកខ្មែរស្រាប់ហ្នឹងក៏ប៉ុន្តែលោកអ៊ុំសំអានទោះបីជាគាត់នៅឆ្ងាយក៏ដោយនៅសហរដ្ឋអាមេរិកក៏ដោយក៏ខំធ្វើកិច្ចការងារហ្នឹងហើយមានជំហរច្បាស់លាស់ណាស់មុតស្រួចមែនទែននៅក្នុងរឿងការពារបូរណភាពទឹកដីអធិបតេយ្យភាពជាតិនេះនិងបញ្ហាជនអន្តោប្រវេសន៍អីនេះគឺថាចំជំនាញរបស់គាត់តែម្ដងហើយលោកជំទាវ មុសុវក៏ជាតំណាងរាស្ត្រដែលសកម្មមែនទែនកន្លងមកទោះបីជាមិនបាននៅក្នុងប្រទេសក៏ដោយដល់ពេលនេះមិនបានបោះបង់ទូនាទីរបស់ខ្លួនមួយវិនាទីណាទេនៅក្នុងការបបន្តបេសកកម្មការពារជាតិនិងជួយឆ្អាលបញ្ហាសុខទុក្ខរបស់ប្រជាពលរដ្ឋខ្មែរនេះខ្ញុំចង់ងាកសំណួរមកលោកលួនវិបុលម្ដងលោកលួនវិបុលដែលជាតំណាងយុវជននៅកូរ៉េខាងត្បូងនេះតើវេទិកាសាធារណៈនេះលោកលួនវិបុលរៀបចំបែបណាដែរនៅឯកូរ៉េនេះរៀបចំបែបណាហើយបានជាដាក់វេទិកាសាធារណៈនេះស្ដីពីដំណោះស្រាយបញ្ហាព្រំដែនកម្ពុជាថៃនោះបាទសូមអរគុណបាទជាបឋមខ្ញុំបកណាសូមប្របាយបង្គំព្រះធរណធរៈគ្រប់ព្រះអង្គក៏ដូចជាសូមគោរពជំរាបសួរបាទទៅដល់លោកជំទាវ មុសុខួរបាទសម្រាប់សម្រួលក៏ដូចជាបងសានសម័យរួមទាំងប្រិយមិត្តដែលកំពុងតែតាមដានបាទទូរទស្សន៍អាស៊ីសេរីផងដែរបាទតាក់ទងទៅនឹងសំណួរនេះគឺពិតជាមានសារៈសំខាន់បាទសម្រាប់បាទយុវជនបាទហេតុអីបានជាចលនាខ្មែរដើម្បីប្រជាធិបតេយ្យ KMD ព្រួយផ្ដើមឲ្យមានបាទវេទិកាសាធារណៈនេះឡើងបាទពីព្រោះយើងដឹងហើយនៅពេលដែលបង្កើតវេទិកាសាធារណៈបាទឬក៏គេហៅថាយើងនិយាយថាសិក្ខាសាលាហ្នឹងណាបាទគឺវាពិតជាផ្ដល់អត្ថប្រយោជន៍ជាច្រើនទៅដល់ប្រជាពលរដ្ឋទៅដល់យុវជនទៅដល់មិនថានិស្សិតស្ត្រីរៀបការអីទេនៅពេលដែលមានវេទិកាតែងតែមានវាគ្មិនកិត្តិយសចូលរួមហើយមិនត្រឹមតែមានវាគ្មិនកិត្តិយសដែលមានជំនាញទេថែមទាំងមានបាទស្ថាប័នខាងកូរ៉េចូលរួមផងដែរនេះជាចំណុចពិសេសនៅគ្រប់វេទិកាទាំងអស់នៅពេលដែលបង្កើតឡើងឲ្យមានជាវេទិកាសាធារណៈគឺត្រូវបានមតិចម្រុះយកទៅជជែកដេញដោលសួរវាយគ្មិនបង្ហាញអ្វីដែលថ្មីដែលខ្លួនបានទទួលចំណេះដឹងជំនាញពីលើទឹកដីដែលខ្លួនរស់នៅបាទយកទៅចែករំលែកនៅអង្គវេទិកាទាំងមូលក៏ដូចជាសាធារណជនខ្មែរនៅទូទាំងពិភពលោកជាពិសេសទៅដល់ពលរដ្ឋខ្មែរនៅឯព្រះរាជាណាចក្រកម្ពុជាឲ្យបានដឹងថាអ្វីដែលពួកគាត់ទៅចូលរួមគាត់លើកឡើងនេះជាក្តីកង្វល់សម្រាប់ខ្លួនគាត់ឬក៏ជាក្តីកង្វល់រួមរបស់ជាតិរបស់ប្រជាពលរដ្ឋដែលមានឈាមជ័រជាខ្មែរដូចគ្នាដូច្នេះហើយបានជារាល់វេទិកាមិនថាតែនៅប្រទេសកូរ៉េឬក៏បណ្ដាប្រទេសផ្សេងទេជាក់ស្ដែងកាលពីប្រហែលថ្ងៃមុនដែលដូចបាទខាងអ្នកសម្របសម្រួលគាត់បានលើកឡើងខាងដើមអញ្ចឹងនៅឯសហរដ្ឋអាមេរិកគឺមានសមាជបាទជាតិសហគមន៍បាទពលរដ្ឋខ្មែរនៅឯបាទសហរដ្ឋអាមេរិកហ្នឹងគឺមានការឃើញចូលរួមយ៉ាងផុសផុលហើយមិនមែនត្រឹមតែអ្នកចូលរួមត្រឹមតែសហរដ្ឋអាមេរិកទេគឺពុកម៉ែបងប្អូនអ្នកប្រជាធិបតេយ្យមកពីគ្រប់ទ្វីបបាទមិនថាញូហ្សេឡង់អូស្ត្រាលីសហគមន៍អឺរ៉ុបទេគឺបានបាទធ្វើដំណើរបាទរាប់ពាន់គីឡូបាទតាមបាក់សីស្លាប់ដែកហ្នឹងរហូត
បាទទៅដល់សហរដ្ឋអាមេរិកទៅដល់បញ្ចេញបាទគំនិតទស្សនៈបាទរៀងខ្លួនដែលខ្លួនមើលឃើញអំពីអ្វីដែលរដ្ឋាភិបាលសពថ្ងៃហ្នឹងគាត់មានការខ្វះខាតដឹកនាំកំសោយខ្លាំងអញ្ចឹងគាត់លើកឡើងនៅក្នុងវេទិកានោះចែករំលែកទៅកាន់គណៈអធិបតីទៅកាន់អង្គវេទិកាទាំងមូលជាពិសេសមានស្ថាប័នជាច្រើនចូលរួមចំណុចនេះគឺមិនខុសគ្នាពីនៅក្នុងប្រទេសកូរ៉េទេនៅពេលដែលបង្កើតវេទិកាសាធារណៈអញ្ចឹងមានស្ថាប័នជាច្រើនគាត់សហការគ្នាចូលរួមហើយមិនត្រឹមតែប៉ុណ្្នឹងទៀតសោតនៅពេលដែលលើកនេះគឺជាលើកមួយខ្ញុំគិតថាពិសេសដែរបាទពិសេសយ៉ាងម៉េចពីព្រោះដោយលោកជំទាវ មូសុខួរគាត់គឺជាបុគ្គលមួយរូបដែលមានប្រជាប្រិយដែលគេស្គាល់ជាលក្ខណៈអន្តរជាតិហ្នឹងទូលំទូលាយក៏ប៉ុន្តែបាទអ្នកជំនាញកិច្ចការមួយគឺបាទអាដាមអ៊ុំសំអានដែលបងប្អូនយើងភាគច្រើនបាទគាត់ស្គាល់ណាប៉ុន្តែគាត់ស្ដាប់តាមដូចជាទូអាស៊ីសេរីតាម social media តាមបណ្ដាញសង្គម Facebook ដែលគាត់ផុសលក្ខណៈឯកជនប៉ុន្តែរឿងជួបផ្ទាល់ហ្នឹងគឺកម្រយ៉ាងម៉េចកាលពី2018បាទវត្តមានរបស់អាដាមអ៊ុំសំអានគាត់ធ្លាប់មកលើទឹកដីប្រទេសកូរ៉េកាលហ្នឹងក៏មានវត្តមានបាទលោកជំទាវ មូសុខួរដែរយើងមានធ្វើវេទិកាហើយអ្នកចូលរួមកាលនោះច្រើនមែនតែនបាទច្រើនណាស់បាទចូលរួមហើយដេញដោលពីប្រធានបទតាក់ទងទៅនឹងរឿងបញ្ហាដំណោះស្រាយដូចគេនៅក្នុងស្រុកខ្មែរអញ្ចឹងលើកនោះមិនមែនអ្វីខុសពីលើកមុនទេគ្រាន់តែប្រធានបទយើងវាជាប្រធានបទក្តៅយ៉ាងម៉េចពីព្រោះវេទិកាសាធារណៈនិយាយអំពីដំណោះស្រាយចំនួនព្រំដែនកម្ពុជាថៃអញ្ចឹងនៅពេលដែលយើងមើលទៅលើចំណងជើងនៃប្រធានបទតើវាគ្មិនដែលគាត់នឹងចូលរួមមិនមែនត្រឹមតែលោកជំទាវ មូសុខួរមិនមែនត្រឹមតែអាដាមអ៊ុំសំអានក៏មានវត្តមានបាទលោកជុនច័ន្ទបុតដែលជាអ្នកសារព័ត៌មានបាទដែលមានប្រជាប្រិយភាពអញ្ចឹងគាត់មានតិចនិចក្នុងការផ្ដល់នៅជំនាញចំណេះពីព្រោះហេតុអីនៅពេលដែលយើងមានបញ្ហាថៃធ្វើការឈ្លានពានមកលើព្រះរាជាកម្ពុជារបស់យើងឃើញវិស័យសារព័ត៌មាននៅក្នុងស្រុកខ្មែរគឺត្រូវបានបាទបិទគប់បាទអញ្ចឹងអាព័ត៌មានទលំទលាយហ្នឹងឲ្យចេញក្រៅទៅកាន់អន្តរជាតិដើម្បីគេឈរខាងយើងដើម្បីគេចង់ការពារយើងហ្នឹងអញ្ចឹងវាមានចន្លោះខ្វះខាតដូច្នេះហើយសម្រាប់បងប្អូនជាយុវជននៅក្នុងប្រទេសកូរ៉េដែលមករស់នៅប្រទេសប្រជាធិបតេយ្យប្រទេសសេរីភាពពេញលេញដែលគេផ្ដល់សិទ្ធិសេរីភាពឲ្យយើងមិនថាផ្នែកវិស័យសេដ្ឋកិច្ចការងារចូលរួមសកម្មភាពនយោបាយសពបែបយ៉ាងទេគឺច្បាប់គេបើកទលំទលាយមែនទែននៅពេលដែលបងប្អូនដែលកំពុងតែរស់នៅប្រទេសកូរ៉េបាទបានដឹងបានយល់បានឃើញផ្ទាល់ភ្នែកពីរបៀបដឹកនាំនៅក្នុងប្រទេសកូរ៉េក៏ដូចជាប្រជាពលរដ្ឋគេចូលរួមយ៉ាងសស្រាក់សស្រាំជាមួយនឹងជីវភាពនយោបាយបញ្ចេញនៅសិទ្ធិសម្លេងរបស់ខ្លួនបងប្អូនត្រូវតែក្លាហានបាទយកអ្វីដែលបងប្អូនមានមើលឃើញនៅក្នុងប្រទេសគេហើយនិងនៅក្នុងប្រទេសយើងតើវាខុសគ្នាយ៉ាងម៉េចបាទនៅថ្ងៃ22ហ្នឹងបងប្អូនមកចូលរួមបាទពិតជាមិនខុសបំណងទេតែលោកបានគិតថាមានអ្នកចូលរួមច្រើនទេលោកវល់បាទនឹងមានយុវជនអីនៅកូរ៉េខ្មែរយើងនៅកូរ៉េនេះចូលរួមច្រើនទេនៅវេទិកាសាធារណៈលើកនេះបាទតាក់ទងទៅនឹងបាទនេះជាសំណួរមួយដែលល្អជាធម្មតានៅពេលដែលយើងធ្វើកម្មវិធីយើងតែងតែចង់បានចំនួនជាក់លាក់ក៏ប៉ុន្តែចំពោះចំនួនជាក់លាក់គឺជារឿងមួយដែលពិបាកសម្រាប់ក្រុមការងារបាទសហការធ្វើការជាមួយគ្នានឹងក្នុងការប្រម៉ូទយើងដឹងហើយនៅពេលដែលបងប្អូនគ្រប់ស្ថាប័នទាំងអស់គាត់ខ្នះខ្នែងគាត់ផុសផុលមែនតើផុសលើបណ្ដាញសង្គមsocial media ដូចជាប្រព័ន្ធ Facebook TikTok អីហ្នឹងធ្វើជាវីដេអូផងធ្វើជារូបភាពផងហ្នឹងគាត់បានផុសជូនដំណឹងបាទមកដល់ពេលនេះចិត្តខ្ទង់កំឡុងមួយខែហើយអញ្ចឹងយើងមើលទៅការផុសផុលហ្នឹងយើងមើលទៅដូចឃើញជាសស្រាក់សស្រាំដែរក៏ប៉ុន្តែចំនួនដែលគាត់ផ្ដល់លក្ខណៈយើងចង់បានជាបញ្ជីចំនួននេះគឺជាពិបាកអានេះនិយាយប្រាប់ត្រង់តែម្ដងទៅកាន់បងប្អូននៅកំពុងតែតាមដានស្ដាប់វិទ្យុអាស៊ីសេរីផងដែរយើងដឹងហើយបងប្អូនប្រជាពលរដ្ឋខ្មែរយើងបើទោះបីជាគាត់ដឹងថាយើងមានវេទិកាហ្នឹងគាត់ដឹងមុន3អាទិត្យឬក៏1ខែក៏ដោយក៏គាត់មិនទាន់ហ៊ានមានឆន្ទៈពិតប្រាកដក្នុងការថាវេទិកានេះគឺជាវេទិកាដែលល្អតាក់ទងទៅនឹងផលប្រយោជន៍ប្រទេសជាតិតាក់ទងទៅនឹងផលប្រយោជន៍ប្រជាពលរដ្ឋអញ្ចឹងគាត់ដឹងថ្ងៃមុនហើយអញ្ចឹងថ្ងៃគឺថ្ងៃអាទិត្យទៀតឬក៏ថ្ងៃសៅរ៍ឥឡូវខ្ញុំនិយាយថាដោយសារយើងដឹងថ្ងៃហើយថ្ងៃទី22គឺចំថ្ងៃអាទិត្យអញ្ចឹងថ្ងៃអាទិត្យភាគច្រើននៅក្នុងប្រទេសកូរ៉េគឺគេអត់ធ្វើការទេគេសម្រាកបាទអញ្ចឹងបើគេសម្រាកគាត់ដឹងថ្ងៃហើយបើទោះបីជាក្រុមហ៊ុនតម្រូវឲ្យសង្វាក់ផលិតកម្មនឹងបញ្ញាប់យ៉ាងណាក៏ដោយបានន័យថាយើងប្រឹងធ្វើការពី
ពីដើមខែរហូតមកដល់ចុងខែហ្នឹងហើយយើងដឹងព័ត៌មាននេះមុនទៀតអញ្ចឹងយើងប្រាប់ទៅខាងក្រុមហ៊ុនទៅតកែទៅថាមកដល់ថ្ងៃទី22បាទចំថ្ងៃអាទិត្យហ្នឹងគឺបើមានការងារក៏ដោយខ្ញុំសូមសម្រាប់ខ្ញុំអត់អាចធ្វើការបានទេខ្ញុំសូមសម្រាប់យកពេលមួយថ្ងៃដើម្បីទៅចូលរួមបាទវេទិកាបាទព្រោះវេទិកាហ្នឹងគឺមានសារៈសំខាន់ណាស់សម្រាប់ប្រទេសជាតិរបស់ខ្ញុំក៏ដូចជាបាទប្រជាជនរបស់ខ្ញុំអញ្ចឹងពួកគាត់ប្រាប់រឿងហ្នឹងទៅកាន់តកែក្រុមហ៊ុនទៅហើយគាត់តាក់ទងមកក្រុមការងារ ដូច្នេះមានន័យថាអាចឧបសគ្គសំខាន់មួយគឺពាក់ព័ន្ធនឹងរឿងការងារដែលអាចឧបសគ្គសំខាន់ដែរនៅក្នុងការសម្រេចចិត្តចូលរួមភ្លាមហ្នឹងប៉ុន្តែយ៉ាងណាក៏ដោយអាចក៏មានការចាប់អារម្មណ៍ចូលរួមដែរប៉ុន្តែមិនទាន់សម្រេចចិត្តថាអាចមានពេលឬអត់ជួនកាលដល់ថ្ងៃនោះហើយតកែឲ្យមកធ្វើការងារបន្ថែមអីចឹងទៅបាទហើយលោកលំបលឲ្យយោបល់ថាគួរតែមានឆន្ទៈច្បាស់លាស់ព្រោះជារឿងកិច្ចការងារជាតិប្រយោជន៍ខ្លួនឯងប្រយោជន៍ប្រទេសជាតិខ្លួនឯងអញ្ចឹងទៅអាចប្រាប់តកែមុនមានគម្រោងអីមុនច្បាស់លាស់អញ្ចឹងទៅក៏ប៉ុន្តែខ្ញុំដឹងព័ត៌មានចចាមអារាមទេថានៅថ្ងៃនោះនៅពេលដឹងថាខាងយុវជនដែលស្រឡាញ់ជាតិអ្នកដែលប្រជាធិបតេយ្យរៀបចំវេទិកាសាធារណៈដែលនិយាយអំពីបញ្ហាជាតិបញ្ហាព្រំដែននេះគឺថាមានក្រុមផ្សេងទៀតដែលជាអ្នកគ្រប់គ្រងបកកណ្ដាលអំណាចអីមានការសម្រួលពីខាងស្ថានទូតហ្នឹងបានរៀបចំវេទិកាសបាយជួបជុំមួយដែរដើម្បីកុំឲ្យគេទៅចូលរួមច្រើននេះដើម្បីបំបែកសម្លេងអីចឹងទៅដើម្បីកុំឲ្យនេះគឺថាមានការរៀបចំអញ្ចឹងមែនទេឬក៏មិនដែរបាទជាការពិតជាធម្មតានៅពេលដែលយើងមានវេទិកាតាក់ទងទៅនឹងរឿងរោគដំណោះស្រាយជូនប្រទេសជាតិជូនប្រជាពលរដ្ឋជារឿងអតិភិបគឺបាទមានភាគីបង្ខាងទៀតបាទគាត់តែងតែបង្កើតព្រឹត្តិការណ៍បាទចំថ្ងៃជាមួយយើងផងដែរបាទរឿងនេះមិនមែនតែទៅពេលថ្មីនេះទេគឺដូរគេហៅថាដូរមន្ត្រីទូតហ្នឹង3មន្ត្រីទូតហើយទូតថ្មីហ្នឹងគឺតាំងពីមុនតាំងពីប្រហែល 4-10 ឆ្នាំមុនក៏ដូចគ្នាដែរនៅពេលដែលយើងមានវេទិកាធំឬក៏វេទិកាដែលតាក់ទងប្រធានបទសំខាន់អញ្ចឹងគឺគេតែងតែយកលក្ខណៈតារាមកដើម្បីបង្កើតភាពសប្បាយយើងដឹងការសប្បាយមិនមែនថាយើងមិនឲ្យសប្បាយទេប៉ុន្តែយើងត្រូវមើលពេលមើលកលៈទេសៈហេតុអីបានជាយើងនិយាយបែបហ្នឹងពីព្រោះនៅពេលដែលថៃកំពុងតែចូលទន្ទ្រានបន្តទន្ទ្រានកាន់កាប់ដែនអធិបតេយ្យនៃប្រទេសកម្ពុជារបស់យើងអ្វីដែលយើងគួរធ្វើគឺជំរុញសហការសាមគ្គីគ្នាបាទជំរុញឲ្យរដ្ឋាភិបាលត្រូវរកដំណោះស្រាយបាទពន្លឿនធ្វើយ៉ាងណាដើម្បីនេះយកអ្វីដែលជារបស់យើងឬក៏រោគដំណោះស្រាយជូននៅបងប្អូនដែលកំពុងតែភៀសទឹកមានបញ្ហាហ្នឹងឲ្យវាឲ្យថាបង្ហាញភាពកក់ក្ដៅមកកាន់ប្រជាពលរដ្ឋក៏ដូចជាអ្នកប្រឆាំងឬក៏អ្នកមាននិន្នាការផ្សេងហើយយើងដឹងហើយនៅក្នុងប្រទេសកូរ៉េនេះនៅពេលដែលប្រជាពលរដ្ឋគេមានបញ្ហាកើតទុកអីមួយអញ្ចឹងទោះបីតែបុនបញ្ហាសំខាន់យ៉ាងណាក៏ដោយគឺគេផ្អាកសិនគេផ្អាកក៏ប៉ុន្តែកាលណាបើនិយាយរឿងបែបនេះបាទតាក់ទងរឿងកម្មវិធីនេះបាទខ្ញុំសូមមកបញ្ជ្រាបពីយើងដឹងនយោបាយសេដ្ឋកិច្ចគឺត្រូវដើរជាមួយនឹងវប្បធម៌ដូចគ្នាវប្បធម៌ក៏ជារឿងមួយដែលសំខាន់ដែរកាលណាវប្បធម៌និងសេដ្ឋកិច្ចដើរទៅទឹមគ្នាអាហ្នឹងជាតិយើងគឺគេទទួលស្គាល់លេចធ្លោហើយក៏ប៉ុន្តែក្នុងកំឡុងពេលនេះយើងមើលអ្នកដែលគាត់កំពុងតែរងគ្រោះនៅតាមបណ្ដោយព្រំដែនកម្ពុជាថៃដែលគាត់កំពុងតែភៀសទឹកដែលប្រជាពលរដ្ឋខ្ទង់រាប់បាទ10000នាក់ដែលមិនទាន់បានទៅកាន់ទីជម្រករបស់គាត់នោះអញ្ចឹងយើងសួរថាការធ្វើកម្មវិធីសប្បាយហ្នឹងតើសមរម្យសមហេតុផលទេខ្ញុំយើងដឹងថាវាជាសិទ្ធិរបស់ពុកម៉ែបងប្អូនមិនថាកម្មវិធីចូលឆ្នាំអីទេយើងអត់មានហាមឃាត់បងប្អូនទេពីព្រោះវាជាសិទ្ធិហើយអ្វីដែលយើងចង់បានបាទយើងចង់ឃើញនៅពេលការធ្វើនោះទៀតសោតបើសិនជាគាត់ធ្វើចុះតាមបែបដូចជាបុណ្យជាតិចូលឆ្នាំខ្មែរប្រពៃណីហ្នឹងវាជារឿងរបស់ជាតិអញ្ចឹងយើងធ្វើបែបធម្មតាទៅកុំឲ្យមានការដាក់ការរួមលេងសប្បាយទៅអាហ្នឹងវាដូចជាអត់សមរម្យទេពីព្រោះយើងដឹងកាលណាយើងលើកឡើងយើងនិយាយបែបនេះប្រកាសណាមតិមកខាងទៀតឬក៏យុវជនដែលគាត់ស្រឡាញ់ចូលចិត្តការសប្បាយបាទគាត់មិនខ្វល់អំពីសុខទុក្ខប្រទេសជាតិអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋគាត់បាទប្រកាសណាមិនយកអាហ្នឹងមកដាក់នៅក្នុងក្រអៅបេះដូងគិតឲ្យស៊ីជម្រៅដោយពួកយើងដែលកំពុងតែខ្វាយខ្វល់ហេតុអីពីព្រោះនៅពេលដែលយើងដឹងថាភាគីថៃចូលគ្រប់គ្រងដែនអធិបតេយ្យយើងឲ្យច្រើនទីតាំងអញ្ចឹងចំណុចហ្នឹងយើងគិតសម័យក្នុងខ្លួនថាតើទីតាំងទាំងអស់ដែលថៃកំពុងតែគ្រប់គ្រងពេលបច្ចុប្បន្នហ្នឹងប្រហែលខែប្រហែលឆ្នាំដែលយើងអាច
ដេញរុញច្រានឲ្យគេចេញពីដែនអធិបតេយ្យរបស់យើងវិញហើយយើងយកអ្វីទៅប្រើជាគោលដើម្បីឲ្យមានប្រសិទ្ធភាពយកដែនអធិបតេយ្យរបស់យើងមកគ្រប់គ្រងវិញបាទអញ្ចឹងសូមសួរប៉ុណ្ណឹងសិនបាទតាមពិតរឿងបញ្ហាទឹកដីដែលយោធាថៃកំពុងឈ្លានពាននេះជារឿងធំណាស់ហើយមែនទែនទៅពលរដ្ឋរាប់ម៉ឺនគ្រួសារបានបាត់បង់ដីធ្លីបាត់បង់ផ្ទះសម្បែងបាត់បង់ទ្រព្យសម្បត្តិមានស្ត្រីមានកុមារច្រើនណាស់ដែលកំពុងរស់នៅសម្បីតែពេលនេះកុមារខ្លះនឹងគ្មានទាំងទឹកដោះគោបៅផងពីព្រោះថាយើងដឹងហើយកុមារតូចរាប់ម៉ឺនដែលភៀសខ្លួនជាមួយនឹងម្ដាយកន្លងពួកសង្គ្រាមនេះ2លើកទៅហើយលើកទី1នេះយើងដឹងថាពួកគាត់សល់លុយខ្លះដែលខំប្រឹងរកស៊ីកន្លងមកលើកទី1យកមកចំណាយមកតង់ហើយទៅវិញនេះពេលដែលគាត់ភៀសខ្លួនត្រឡប់ទៅវិញលុយនឹងអត់បានរកអីផងសង្គ្រាមលើកទី2មកដល់ទៀតដូច្នេះការដែលរស់នៅនេះឥឡូវនេះប្រហែលខែមកហើយគឺ 2-3 ខែទៅហើយដូច្នេះលុយដែលគាត់ខំប្រឹងតែប្រហែលគឺខ្ទេចខ្ទីទាំងអស់ទ្រព្យសម្បត្តិដែលគាត់មានទាំងប្រហែលខ្ទេចខ្ទីទាំងអស់គឺគ្មានលុយពុកម្ដាយណាព្យាបាលអីពលរដ្ឋដែលនៅព្រំដែនហ្នឹងគឺបាត់បង់មុខរបរគ្មានប្រាក់ចំណូលអីទាំងអស់ដូច្នេះស្ទើរតែគ្មានលុយដើម្បីទិញទឹកដោះគោឲ្យកូនបើផងឲ្យកុមារបើផងដូច្នេះគឺថាពិតជាលំបាកពិតជាវេទនាណាស់សម្រាប់ពលរដ្ឋហ្នឹងហើយទឹកដីធំធេងណាស់ដែលបាត់បង់នោះមិនមែនជារឿងតូចតាចទេតាមពិតទៅក៏ប៉ុន្តែដោយសារថាมันមានប្រព័ន្ធផ្សព្វផ្សាយណាដែលបាននិយាយច្រើនលំអិតអីទេគឺថាមានការបិទបាំងច្រើនណាស់មិនឲ្យបង្ហាញព័ត៌មានទាំងអស់នេះដូច្នេះហើយទៅពលរដ្ឋយើងនឹងមិនសូវជាចាប់អារម្មណ៍ទេហើយក៏មានការពំពុលមានការពង្វក់នឹងពីខាងក្រមរដ្ឋាភិបាលតកូលហ៊ុននឹងសម្បើមណាស់ដែរយើងឃើញមកដល់ពេលនេះនឹងអាជ្ញាធរចាប់ផ្ដើមបែរជាយកចិត្តទុកដាក់នៅក្នុងការជួបប្រជុំគ្នាគិតតើចូលឆ្នាំនឹងគូរៀបចំបែបម៉េចទៅវិញជាជាងការដែលជជែកគ្នាក្នុងការស្វែងរកដំណោះស្រាយរឿងបញ្ហាព្រំដែនខុសឆ្ងាយពីក្រមយុវជននៅកូរ៉េពីក្រមចលនាខ្មែរប្រជាធិបតេយ្យអ្នកស្រីមូសុហួតដែលកំពុងជជែកគ្នាកំពុងស្វែងរកដំណោះស្រាយធ្វើយ៉ាងម៉េចដោះស្រាយបញ្ហាចំនួនព្រំដែនកម្ពុជាថៃនេះធ្វើយ៉ាងម៉េចអាចទាមទារនៅដែនអធិបតេយ្យរបស់ខ្លួនមកវិញប៉ុន្តែខាងក្រុងភ្នំពេញបែរជាជជែកគ្នាពីរឿងកម្មវិធីសបាយធ្វើឲ្យពលរដ្ឋនឹងសបាយភ្លេចរឿងបាត់ទឹកបាត់ដីភ្លេចពលរដ្ឋដែលកំពុងកំសត់វេទនាកងទ័ពដែលកំពុងឈរជើងខ្វះមុខខ្វះក្រោយអីជាដើមខ្ញុំចង់ងាកមកលោកសាន់សម័យវិញលោកសាន់សម័យតើវេទិកាសាធារណៈស្ដីពីបញ្ហាដំណោះស្រាយព្រំដែនកម្ពុជាថៃនេះវាមានសារៈសំខាន់បែបណាហើយថាតើក្រៅពីបញ្ហានេះនៅក្នុងវេទិកានេះមានកម្មវិធីអ្វីផ្សេងទៀតដែរសំខាន់នៅក្នុងនឹងបាទជាបឋមសូមថ្វាយក្រាបថ្វាយបង្គំចំពោះព្រះសង្ឃព្រះអង្គនិងជំរាបសួរអ្នកមីងផងដែរហើយព្រមទាំងលោកសម្របសម្រួលនិងអភិបុលហើយតទៅនេះគឺបងប្អូនយើងដែលកំពុងតាមដានទស្សនានៅទូរទស្សន៍វិទ្យុអសីសេរីបាទជាការពិតណាស់តាមពិតទៅលោកលុនបុលបានរៀបរាប់ជាច្រើនមកហើយប៉ុន្តែខ្ញុំចង់បន្ថែមទៅលើចំណុចសំខាន់នៃការធ្វើវេទិកានេះគឺជាវេទិកាមួយដែលស្វែងរកដំណោះស្រាយមួយដែលសមស្របហើយមានឆន្ទៈពិតប្រាកដដើម្បីបញ្ជៀសវាងនៅការបាត់បង់អាយុជីវិតកងទ័ពនិងប្រជាពលរដ្ឋនៅតាមព្រំដែនរបស់យើងជាក់ស្ដែងយើងឃើញបាត់បង់ទាំងទ្រព្យសម្បត្តិបាត់បង់ទាំងដីធ្លីផ្ទះសម្បែងផ្សេងៗហ្នឹងគឺភាគច្រើនគឺពួកគាត់កំពុងតែរងទុក្ខវេទនាហើយគោលការណ៍ដែលយើងបង្កើតឡើងនៅពេលនេះគឺចង់ដឹងស្វែងយល់ពីឆន្ទៈរបស់យុវជនដែលរស់នៅក្នុងប្រទេសកូរ៉េនេះតើយើងសុខចិត្តបើកភ្នែកមើលនៅក្នុងពេលលក្ខណៈដែលប្រទេសយើងកំពុងតែរងគ្រោះនឹករងការឈ្លានពានពីប្រទេសជិតខាងបានដែរឬទេអានេះវាជាចំណុចសំខាន់សម្រាប់ឲ្យយុវជននៅកូរ៉េយើងព្យាយាមស្វែងយល់ឲ្យបានច្បាស់ព្រោះយើងរស់នៅប្រទេសដែលមានសេរីភាពនៅក្នុងប្រទេសកូរ៉េនេះយើងឃើញស្រាប់ហើយយើងនិយាយពីព្រឹត្តិការណ៍ការដែលលោកយុនសុយលបង្កើតច្បាប់មួយហៅថាច្បាប់អាញាសឹកប្រជាជនកូរ៉េគេសុខចិត្តណាកាត់ខែត្រជាក់សុខចិត្តដីត្រាំខំស្មៅនៅទីលានប្រជាធិបតេយ្យនៅសូអ៊ូលប៉ុន្តែក្នុងវេទិការបស់យើងនៅក្នុងបច្ចុប្បន្ននេះយើងមិនបានបង្ខំឲ្យបងប្អូនយើងទៅដេកនៅវាលត្រជាក់ឬក៏ធ្វើនៅហាលវាលទេគឺយើងធ្វើនៅទីគេហៅថាយើងមានហូលមួយសម្រាប់ទៅជែកដោះស្រាយគ្នាហើយក៏ចង់ដឹងពីមតិយោបល់របស់យុវជនយើងទាំងអស់ហ្នឹងតើយើងយល់យ៉ាងណាហើយអ្វីដែលសំខាន់នេះគឺយើងត្រូវតែស្វែងយល់ថាគ្រប់គណៈអធិបតីដែលជាវាគ្មិនសំខាន់ដូចជាលោកជំទាវមុខសុហួរក្តីដែលជាអ្នករៀបចំកម្មវិធី
សភាក្រៅប្រទេសទាំងអ្នករៀបចំកម្មវិធីសម្របសម្រួលឲ្យខ្មែរដែលជាអ្នកស្រឡាញ់ប្រជាធិបតេយ្យរួមគ្នាក្តីទាំងលោកសំអានដែលជាអ្នកដែលមានបទពិសោធន៍ដែលជារដ្ឋមន្ត្រីដែលជាប្រធានស្ថាប័នកិច្ចការព្រំដែននេះណាគាត់ឃើញបានអីខ្លះបងប្អូនគួរតែស្វែងយល់ហើយចូលរួមឲ្យបានច្រើននៅក្នុងពេលនេះពួកយើងនឹងរៀបចំវេទិកាបន្ទាប់ពីការរៀបចំវេទិកានេះក៏យើងសម្រាប់ស្ថាប័នរបស់ខ្ញុំគឺខ្ញុំមានផែនការចុះទៅតាមតំបន់នីមួយៗដើម្បីស្វែងយល់ពីពួកគាត់ផងដែរអញ្ចឹងហើយយើងអត់មាននៅស្ងៀមទេហើយខ្ញុំក៏សូមបន្ថែមទៅទៀតតាក់ទងនៅព្រឹត្តិការណ៍ថ្មីដែលពេលដែលយើងបង្កើតសកម្មភាពឬជាវេទិការបស់យើងនេះគឺមានសកម្មភាពរបស់មន្ត្រីរដ្ឋាភិបាលកំពុងតែរៀបចំមានបណ្ដាញរបស់គេគឺគេធ្វើមិនកុំឲ្យយុវជនគិតពីរឿងជាតិណាកុំឲ្យយុវជនគិតពីរឿងទឹកដីប៉ុន្តែពួកយើងនៅតែព្យាយាមតស៊ូមតិពួកយើងនៅតែព្យាយាមបង្ហាញពីឆន្ទៈមោះមុតក្នុងនាមយើងជាជាតិសាសន៍តែមួយជាសាសន៍ខ្មែរតើយើងជាបើកភ្នែកឲ្យប្រជាពលរដ្ឋនៅតាមព្រំដែនរបស់យើងនៅជ័យដែនថៃរងគ្រោះវេទនារស់នៅក្រោមតង់ឬមួយក៏ជាវស្នាក់នៅផ្ទះបណ្ដោះអាសន្នរបស់រដ្ឋាភិបាលដែរឬទេហើយក្នុងកលៈទេសៈនេះប្រជាជនកូរ៉េក្តីណារដ្ឋាភិបាលកូរ៉េក្តីគេកំពុងតែស្តាមមើលយើងថាតើយើងក្នុងនាមយើងជាប្រជាពលរដ្ឋយើងចេះស្រឡាញ់ទឹកដីដែរឬអត់ណាខ្ញុំជឿថាបងប្អូនយើងក្នុងប្រទេសកូរ៉េនេះមិនថាខ្មែរដែលគ្រប់គ្រងរដ្ឋាភិបាលមិនថាខ្មែរដែលស្រឡាញ់អ្នកប្រជាធិបតេយ្យទេគឺមានមនសិការស្រឡាញ់ជាតិដូចគ្នាប៉ុន្តែការគ្រប់គ្រងការស្វែងយល់របស់គាត់គឺមានគំនិតមួយថាការសបាយឬការចូលរួមជាមួយរដ្ឋាភិបាលគឺជាកត្តាសំខាន់ប៉ុន្តែយើងគិតថាការធ្វើរបស់រដ្ឋាភិបាលគឺជាទង្វើមួយដែលធ្វើឲ្យយុវជនឃ្លាតឆ្ងាយពីជាតិសាសន៍ឃ្លាតឆ្ងាយពីមនសិការជាតិនិងវប្បធម៌ជាតិនិងទឹកដីរបស់ខ្លួននេះជាសារមួយដែលខ្ញុំផ្ដាំផ្ញើទៅដល់បងប្អូនដែលរស់នៅប្រទេសកូរ៉េខ្ញុំអត់ទៅនិយាយទៅដល់ប្រទេសណាក្រៅទេនិយាយក្នុងប្រទេសកូរ៉េតើយើងសុខចិត្តបើកភ្នែកឃើញបងប្អូនជាពលរដ្ឋចង់សុខចិត្តបើកភ្នែកមើលកងទ័ពយើងដែលរស់នៅតាមព្រំដែនវេទនាសូម្បីតែទម្លៀកបំពាក់ណាខោអាវចំណីអាហារមិនគ្រប់គ្រាន់តែយើងជឿបើកភ្នែកមើលឬអត់អញ្ចឹងហើយសារទាំងនេះគឺខ្ញុំសូមសំណូមពរឲ្យបងប្អូនប្រជាពលរដ្ឋយើងបង្ហាញពីមនសិការជាតិឡើងវិញណាយើងកុំមនសិការសបាយនឹងច្រើនពេកប្រពៃណីក្នុងពេលណាក៏យើងអាចធ្វើបានដែរប៉ុន្តែរឿងជាតិក្នុងពេលនេះគឺយើងមិនអាចទៅសបាយបានយើងមិនអាចបើកភ្នែកបានឃើញថាយើងបើកភ្នែកកាលណាក៏យើងឃើញតែជាតិយើងត្រូវគេរំលោភបំពានដែរណាអញ្ចឹងសូមបងប្អូនទាំងអស់គ្នាណាចូលរួមឲ្យបានច្រើនកកក្នុងពេលនេះព្រោះថាពេលវេលារបស់យើងវាសំខាន់សម្រាប់ការងារលោកសានសម័យព្យាយាមអំពាវនាវឲ្យពលរដ្ឋចូលរួមឲ្យយុវជននៅកូរ៉េចូលរួមវេទិកាសាធារណៈនេះតើបើសិនបើគាត់ចូលរួមមានផលប្រយោជន៍មានផលចំណេញអីសម្រាប់ពួកគាត់បាទសូមអរគុណចំពោះសំណួរនេះខ្ញុំលើកតែលហិកមួយនៅថ្ងៃដែលយើងធ្វើបាតកម្ម CLV ព្រឹត្តិការណ៍នេះគឺអត់ខុសគ្នាពីព្រឹត្តិ CLV ទេនៅពេលណាដែលរដ្ឋាភិបាលចុះកិច្ចព្រមព្រៀងជាមួយនឹងប្រទេសវៀតណាមណាគឺយើងមានការជួយចាប់ទាំងអស់គ្នាព្រោះជាតំបន់អភិវឌ្ឍត្រីកោណមាននេះគឺកម្ពុជាយើងមិនអាចមានទទួលផលប្រយោជន៍អីពីសេដ្ឋកិច្ចនេះទេណាគឺយើងទទួលបានតែធ្វើកម្មករឬក៏ជាអ្នកដែលលីសៃលើកអីវ៉ាន់គេទេគឺយើងគ្មានទទួលបានអីចំណូលសេដ្ឋកិច្ចមកជាតិទេអញ្ចឹងហើយបងប្អូនគាត់យល់ច្រើនថាបាត់បង់ទឹកដីនេះមិនមែនត្រឹមតែបាត់តែបងប្អូននៅចាំជាដែនទេគឺ4ខេត្តតែម្ដងណា4ខេត្តតែម្ដងប៉ុន្តែរូបភាពនេះខ្ញុំលើកឧទាហរណ៍ប្រាប់មកបងប្អូនយើងទាំងអស់គ្នានៅកូរ៉េគឺអត់ខុសគ្នាទេយើងមើលជាក់ស្ដែងថៃគេធ្វើរូបភាពគ្រាន់តែផ្លាស់ប្ដូររូបភាពតែម្ដងណារូបភាពនៅខាងកើតគេយកកញ្ចេះស្ទឹងត្រែងមណ្ឌលគិរីអញ្ចឹងទៅណាប៉ុន្តែនៅខាងលិចគេយកព្រះវិហារឧត្តរមានជ័យណាក្រុងបរសេអនុនិងកោះកុងយើងឃើញព្រំដែនទាំងអស់ហ្នឹងព្រមទាំងបាត់ដំបងទៀតផងណាគឺឃើញរូបភាពនេះគឺរូបភាពដូចគ្នាទេប៉ុន្តែវាគ្រាន់ថារូបភាពនៅខាងលិចវារៀងសាហាវជាងខាងកើតបន្តិចខាងកើតគេកាត់យកទាំងស្រស់ប៉ុន្តែខាងលិចវាធ្វើឲ្យបាត់បង់ដល់អាយុជីវិតកងទ័ពនិងប្រជាពលរដ្ឋយើងអានេះសូមបងប្អូនពិចារណាឲ្យច្បាស់មែនទែនគឺអត់ខុសគ្នាទេគោលដៅរបស់ប្រទេសទាំងពីរនេះគឺគេបែងចែកគ្នារួចទៅហើយណាបងប្អូនគេមិនមែនធ្វើផែនការថ្ងៃនេះឬថ្ងៃស្អែកទេយើងឃើញស្រាប់ហើយបន្ទាប់ពីការចុះហត្ថលេខាកិច្ចព្រមព្រៀងបទឈប់បាញ់ណាកន្លងមកនេះតើយើងបានទទួលបាត់បង់អីខ្លះតាំងពី
ទីតាំង14កន្លែងដែលយើងត្រូវបាត់បង់តែពេលនេះយើងបាត់ទៅដល់40កន្លែងជាងហើយណាអានេះដែលខ្ញុំចង់បញ្ជាក់ប្រាប់ពីគោលបំណងឬអត្ថប្រយោជន៍របស់យុវជនបងប្អូនប្រជាពលរដ្ឋដែលរស់នៅប្រទេសកូរ៉េថាឲ្យស្វែងយល់ពីបញ្ហានោះទាំងអស់គ្នាបើយើងមិនខ្វាយខ្វល់ទេនោះហាក់បីដូចជាយើងលើកជើងពៀនលើកទឹកដីឬកាត់ទឹកដីឲ្យគេឲ្យដើម្បីសន្តិភាពតកូលហ៊ុនបាទ សូមអរគុណថាបើសិនជាយុវជន សូមបង្ហាញ បានចេញបាទ បន្ថែមបន្តិចបានទេចា បាទបានសូមចេញបាទ អ្វីដែលក្មួយវិបុលនៅក្មួយសម័យនិយាយនេះគឺឲ្យខ្ញុំមានការទទួលខុសត្រូវរឹតតែធ្វើទៅទៀតហើយយើងជាពលរដ្ឋខ្មែររឹតតែទទួលខុសត្រូវទៅទៀតណាពីរំភើបណាស់មានមោទនភាពណាស់ដែលក្មួយចំនួននេះមានស្មារតីស្នេហាជាតិពិតប្រាកដស្មារតីស្នេហាជាតិហ្នឹងណាគឺជាគ្រឹះដែលមកធ្វើឲ្យយើងការពារប្រទេសជាតិយើងបានយើងមើលប្រទេសថៃពេលបោះឆ្នោតថ្មីនេះណាតែគេយករឿងអីយកមកធ្វើជាចំណុចសំខាន់នៅក្នុងការឃោសនាបោះឆ្នោតគេយករឿងទាមទារយកទឹកដីខ្មែរយកមកធ្វើជាប្រធានបទនៃការចុះនៃការឃោសនាបោះឆ្នោតរហូតទៅដល់គណៈបកលោកអនុទានឈ្នះឆ្នោតពលរដ្ឋថៃគេរួមកម្លាំងគ្នាសម្លេងតែមួយយកសិលឹកឆ្នោតគេយកសិទ្ធិរបស់គេមកទន្ទ្រានយកទឹកដីខ្មែរហើយគេឈ្នះពេលណាយើងរួមកម្លាំងសម្លេងតែមួយទោះបីមកលួចប្លន់អ្នកអីក៏ដោយឲ្យតែសម្លេងតែមួយគឺសម្លេងតែមួយនឹងឈ្នះហើយអញ្ចឹងយើងជាពលរដ្ឋខ្មែរនេះយើងយកសម្លេងតែមួយវិញមកការពារទឹកដីយើងបងប្អូនមួយចាបើសិនជាយើងបែកចែកគ្នាហើយយើងសូមមើលតើរដ្ឋាភិបាលនៅប្រទេសកម្ពុជាបានធ្វើអីកំពុងតែធ្វើអីយកស្រាបៀរយកដដែលនឹងយកមកធ្វើជាវប្បធម៌យកមកធ្វើជាប្រពៃណីនៅក្នុងការអបអរសាទរបុណ្យជាតិយើងចូលឆ្នាំជាតិយើងខុស 100% អញ្ចឹងយើងត្រូវបង្ហាញមកវិញថាទឹកដីខ្មែរវប្បធម៌ខ្មែរមកបរណភាពទឹកដីនឹងប្រលឹងនៃប្រជាពលរដ្ឋខ្មែរយើងជាខ្មែរយើងការពាររួមទាំងអស់គ្នាខ្ញុំយកឱកាសនេះនៅក្នុងថ្ងៃ22ខែអាទិត្យខាងនេះសូមអញ្ជើញក្មួយគ្រប់និន្នាការអត់មានគិតអំពីនិន្នាការទេនិយាយអំពីខ្មែរតែមួយហើយយកឱកាសនេះក៏ឲ្យខាងក្មួយនៅបងប្អូននៅប្រទេសជប៉ុនត្រៀមលក្ខណៈទៅថ្ងៃ29ថ្ងៃអាទិត្យអញ្ចឹងដែរយើងធ្វើវេទិកាដូចគ្នារួមកម្លាំងគ្នាសម្លេងតែមួយបងប្អូនកូនចៅក្មួយថៃគេយកសម្លេងតែមួយគេយកទឹកដីយើងបានយើងយកសម្លេងតែមួយយើងមិនត្រឹមតែទៀមទាយកទឹកដីយើងការពារយើងទឹកដីយើងហើយឲ្យមានការផ្លាស់ប្ដូររបៀបបោះគ្រប់គ្រងប្រទេសនៅប្រទេសជាតិយើងឲ្យមកคล้ายទៅជាប្រទេសដែលមានប្រជាធិបតេយ្យអំបញ្ញនេះលោកគិតថៃថាអត់មានអ្នកសារព័ត៌មានធ្វើរាយការណ៍មិនមែនអត់មានអ្នកសារព័ត៌មានធ្វើរាយការណ៍ពីអូស្មាច់ពីនៅប្រទេសកម្ពុជានេះមិនមែនទេដោយសាររបបនៅប្រទេសកម្ពុជាគឺបំផ្លាញបំបាក់ទឹកចិត្តអ្នកសារព័ត៌មានឯករាជ្យមិនមែនអត់មានទេគឺគេមិនអនុញ្ញាតឲ្យធ្វើឃើញទេគេយកច្បាប់អីគេយកច្បាប់នៃត្រកូលហ៊ុនគេមិនមែនយកច្បាប់កម្ពុជារបស់យើងនឹងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសដែលធានាសិទ្ធិមនុស្សធានាពីឲ្យមានលទ្ធិប្រជាធិបតេយ្យធានាឲ្យមានការបោះឆ្នោតដោយសេរីត្រឹមត្រូវនិងយុត្តិធម៌អញ្ចឹងមានតែយើងជាពលរដ្ឋទើបយើងអាចហើយយើងមានកម្លាំងគ្រប់គ្រាន់នៅក្នុងការផ្ដល់សម្លេងទៅយើងអំណាចរបស់យើងយកទៅប្រើឲ្យទៅរដ្ឋាភិបាលប្រទេសកម្ពុជាដាក់ទម្ងន់ទៅលើរដ្ឋាភិបាលប្រទេសកម្ពុជាឲ្យស្ដាប់ពលរដ្ឋឲ្យស្ដាប់ពលរដ្ឋតើលោកជំទាវក្រៅប្រទេសដូចគ្នាតើលោកជំទាវគិតថាវេទិកាសាធារណៈដែលស្វែងរកដំណោះស្រាយបញ្ហាចំនួនព្រំដែននេះអាចនឹងបាននៅលទ្ធផលបែបណាដែរអាចនឹងដាក់ចេញនៅដំណោះស្រាយបែបណាដែរបាទខ្ញុំមានជំនឿច្បាស់ណាស់មានជំនឿច្បាស់ថាពលរដ្ឋខ្មែរទូទៅទាំងអស់គ្នាស្រឡាញ់ជាតិណាស់ហើយជាពិសេសយើងនៅក្រៅប្រទេសហើយក្មួយជាពលករចំណាក់ស្រុកក្មួយចង់មកត្រឡប់មកប្រទេសជាតិយើងវិញហើយក្មួយយកចំណេះដឹងដែលក្មួយបានស្រូបពីប្រទេសថៃប្រទេសជប៉ុនប្រទេសកូរ៉េប្រទេសម៉ាឡេស៊ីទាំងអស់
ពួកមីងក៏អញ្ចឹងដែរយើងស្រូបយកការដែលយើងរៀនសូត្រពីលទ្ធិប្រជាធិបតេយ្យពីក្រៅយកមកទៅបំរើប្រទេសជាតិយើងវិញនេះជាការរំពឹងទុកនៅពេលដែលមានមេវេទិកាយើងមានអ្នកឯកទេសយ៉ាងហោចណាស់ទៅក៏យើងរៀនសូត្រយកបានទទួលយកព័ត៌មានពិតថាតើព្រំប្រទល់ខ្មែរថៃវៀតណាមនៅត្រង់ណាទីតាំងយកអីធ្វើជាផុសតាងនឹងយើងជាពលរដ្ឋយើងត្រូវមានចំណេះដឹងយើងត្រូវមានការពិចារណាទើបយើងការពារទឹកដីអញ្ចឹងសារវេទិកានេះយ៉ាងហោចផ្ដល់ដល់យើងដែលមកចូលរួមនៅព័ត៌មានការពិតទៅការពារទឹកដីយើងបានការពារវប្បធម៌ការពារប្រលឹងជាតិយើងបានទៅយកការពិតទៅចូលរួមដើម្បីយកការពិតហើយយើងពិចារណាទាំងអស់គ្នាយកសម្លេងយើងតែមួយបន្តកិច្ចការបន្ថយអរគុណដល់ក្មួយសម័យអរគុណដល់ក្មួយវិបុលដល់អ្នកដទៃទៀតដែលឃើញគេមានការទទួលខុសត្រូវយកវេទិកានឹងហើយបានមកហើយគេយកព័ត៌មាននឹងទៅផ្សព្វផ្សាយនៅមូលដ្ឋាននៅកូរ៉េនៅជប៉ុនទាំងអស់នេះគឺជាការទទួលខុសត្រូវមានមោទនភាពមែនទែនចានៅភាពការទទួលខុសត្រូវនៃក្មួយទាំងអស់គ្នាបាទសូមអរគុណបាទជាចុងក្រោយខ្ញុំសូមផ្ដល់ឱកាសឲ្យលោកវិបុលហើយបន្ទាប់មកលោកសាន់សម័យតើមានអ្វីចង់បន្ថែមជាចុងក្រោយទេបាទសូមអញ្ជើញបាទសូមអរគុណបាទហ្នឹងហើយខ្ញុំសូមបន្ថែមពីលើអ្វីដែលបាទលោកជំទាវគាត់បានមានប្រសាសន៍តាក់ទងទៅនឹងបាទសម្លេងរួមបាទរបស់ពលរដ្ឋថៃក៏ដូចជាអ្នកនយោបាយថៃយើងឃើញហើយនៅពេលដែលមានសង្គ្រាមឈ្លានពានបាទផ្ទុះបាទយ៉ាងខ្លាំងហ្នឹងយើងគិតថានៅពេលដែលថៃរៀបចំការបោះឆ្នោតគឺប្រកាសណាស់ថាគណៈបកបាទលោកអនុទានដែលគាត់ជានាយករដ្ឋមន្ត្រីពេលបច្ចុប្បន្ននេះថាអាចនឹងមិនឈ្នះឆ្នោតទេប្រជាពលរដ្ឋមិនបោះឲ្យទេក៏ប៉ុន្តែការគិតបាទគឺផ្ទុយបាទស្រឡះជាមួយនឹងគំនិតរបស់អ្នកហៅថាជាតិនិយមថៃដែលគេផ្ដល់ទៅលើបាទលោកអនុទានពីព្រោះកាលណាបើសិនជាយើងគិតថាលោកអនុទានបាទមិនឈ្នះទេអញ្ចឹងអាចជាប់គណៈបកផ្សេងអញ្ចឹងដំណោះស្រាយបញ្ហាព្រំដែនអាចថារៀងលឿនអីចឹងណាអានេះគ្រាន់តែជាការមើលឃើញទេក៏ប៉ុន្តែត្រង់ចំណុចហ្នឹងយើងក៏ចង់ឲ្យអ្នកដែលគ្រប់គ្រងរដ្ឋាភិបាលក៏ដូចជារដ្ឋាភិបាលទាំងមូលតែម្ដងគិតពិចារណាត្រង់ចំណុចឡើងវិញហេតុអីនៅពេលដែលអ្នកនយោបាយបាទក្រៅប្រទេសក៏ដូចជាយុវជននៅខាងក្រៅប្រទេសក៏ដូចជាអ្នកនយោបាយនៅខាងក្រុងគាត់ចង់ឲ្យមានការរួបរวมឲ្យមានការគេហៅថាឯកភាពជាតិឲ្យមានការដោះលែងអ្នកទោសមនសិការសកម្មជនបរិស្ថានសកម្មជនសិទ្ធិមនុស្សរដ្ឋាភិបាលមិនព្រមធ្វើហើយរឹតតែបន្តចាប់ពួកគាត់បាទទាំងដែលពួកគាត់បង្ហាញអំពីឆន្ទៈស្មោះត្រង់ជាមួយនឹងប្រទេសជាតិជាមួយនឹងប្រជាពលរដ្ឋដូចជាប្រធានគណៈបកក្រៅរដ្ឋាភិបាលជាដើមគាត់ទៅតាមព្រំដែនទៅសួរសុខទុក្ខប្រជាពលរដ្ឋក៏ត្រូវបានចោទប្រកាន់ចាប់គាត់ដាក់ពន្ធនាគារម្ដងពេលឥឡូវហ្នឹងអញ្ចឹងវាគឺជារឿងអយុត្តិធម៌មែនតើមួយវិញទៀតក៏ខ្ញុំចង់ភ្ជាប់ទៅដល់បងប្អូនបាទយុវជនដែលកំពុងតែធ្វើការនៅក្នុងប្រទេសកូរ៉េបាទវេទិកាសាធារណៈគឺវាពិតជាមានសារៈសំខាន់ហេតុអីនៅក្នុងហ្នឹងបងប្អូនចូលរួមនឹងទទួលបានគេហៅថាចំណេះដឹងចម្រុះហេតុអីបានជាខ្ញុំប្រើពាក្យចំណេះដឹងចម្រុះបាទតាក់ទងទៅនឹងបញ្ហារឿងព្រំដែនដោយបាទលោកជំទាវគាត់បានលើកឡើងអញ្ចឹងអាដាមអ៊ុំសំអានគាត់គឺជាអ្នកឯកទេសខាងកិច្ចការព្រំដែននៅពេលដែលបងប្អូនទៅជួបគាត់ផ្ទាល់ទៅចូលរួមសិក្ខាសាលាផ្ទាល់បងប្អូននៅបង្ហាញអំពីភាពស្នាលផងរៀននៅអ្វីដែលគេហៅថាការពិតអំពីរឿងដែនសីមារបស់ប្រទេសកម្ពុជារបស់យើងនឹងច្បាស់បាទមួយទៀតតាក់ទងទៅនឹងបាទខាងវិស័យសារព័ត៌មានដែលខ្ញុំបានលើកឡើងខាងដើមបាទគឺលោកជុនច័ន្ទបុតគាត់គឺជាអ្នកជំនាញឯកទេសខាងវិស័យសារព័ត៌មានហ្នឹងបាទរយៈពេលបាទច្រើនទសវត្សរ៍មកហើយអញ្ចឹងនៅពេលដែលបងប្អូនទៅចូលរួមបងប្អូននឹងបានក្រេបជញ្ជក់នៅអ្វីដែលគាត់ផ្ដល់ឲ្យឃើញនេះជាអត្ថប្រយោជន៍បាទមិនត្រឹមតែខាងកិច្ចការព្រំដែនបាទកិច្ចការនយោបាយការបរទេសទេក្នុងហ្នឹងក៏មានបាទលោកជំទាវនៅក្នុងស្រាប់ហើយមួយទៀតតាក់ទងទៅនឹងរឿងហ្គេមអនឡាញដែលយុវជនអ៊ូសាម៉ាឌីដែលគាត់ជាយុវជនវ័យក្មេងហើយគាត់ធ្វើកិច្ចការនឹងយ៉ាងសស្រាក់សស្រាំបាទគេហៅថាមានភាពស្វាហាប់ក្នុងការធ្វើកិច្ចការបរទេសកិច្ចការទូតបែបអន្តរជាតិអញ្ចឹងគាត់
ក៏នឹងយកប្រធានបទតាក់ទងទៅនឹង scam online នៅក្នុងស្រុកខ្មែរហ្នឹងលើកយកមកបង្ហាញបញ្យលបាទជូនទៅដល់បងប្អូនយុវជនដែលកំពុងដែលចូលរួមនៅថ្ងៃនោះអញ្ចឹងឃើញនៅពេលដែលបងប្អូនចូលរួមនៅក្នុងវេទិកាសាធារណៈបងប្អូនទទួលបានអត្ថប្រយោជន៍ច្រើនណាមិនត្រឹមតែប៉ុណ្្នឹងទៀតសោតនិយាយអំពីដំណោះស្រាយរួមនៅក្នុងស្រុកខ្មែរហើយនឹងអ្វីដែលជាបញ្ហានៅស្កេកស្កះដែលរដ្ឋាភិបាលកម្ពុជារាល់ថ្ងៃដែលដោះស្រាយមិនចេញអញ្ចឹងបងប្អូនតែងតែលើរឿងបញ្ហាពុករលួយរឿងបញ្ហា scam online ហេតុអីបានជាដោះស្រាយនឹងយឺតប្រព័ន្ធរដ្ឋបាលនឹងធ្វើការយ៉ាងម៉េចអូខេអញ្ចឹងខ្ញុំភ្ជាប់ជាមួយនឹងរឿងយុវជនបាទនៅក្នុងប្រទេសនេប៉ាល់បន្តិចចុះកាលពីថ្ងៃទី5មិនិនាបាទពីអាទិត្យមុននេះនៅក្នុងប្រទេសនេប៉ាល់បាទគឺមានការបោះឆ្នោតបាទជ្រើសរើសនាយករដ្ឋមន្ត្រីប្រធានាធិបតីអញ្ចឹងនេប៉ាល់គឺគេជាប់យុវជនវ័យក្មេងដែលជាអតីតតារា rap hip hop មកដល់ពេលនេះគឺគាត់មានអាយុ35ឆ្នាំបានន័យថាខែក្រោយគាត់នឹងចូល36ឆ្នាំគាត់កើតឆ្នាំ1990អញ្ចឹងគាត់មានវ័យតែ35ឆ្នាំទេអញ្ចឹងនៅពេលដែលយុវជននៅនេប៉ាល់ចន្លោះពីអាយុ13 14រហូតដល់ខ្ទង់30ជាងនេះគាត់មានការនឿយណាយជាមួយនឹងការគ្រប់គ្រងបែបចាស់គំរិលរបស់មេដឹកនាំនៅក្នុងប្រទេសនេប៉ាល់ហ្នឹងអញ្ចឹងគាត់ត្រូវតែសម្រេចចិត្តធ្វើការបោះឆ្នោតបាទដូរយកយុវជនដែលមានគំនិតថ្មីអញ្ចឹងធ្វើឲ្យអាសនៈ275អាសនៈបានទទួលមកគណៈបកយុវជនដែលដឹកនាំដោយអតីតតារាចម្រៀងរ៉េបហ្នឹងគាត់ទទួលបាន182អាសនៈគឺជាការឈ្នះភ្លុកទឹកភ្លុកដីបាទនៅសល់តែប្រហែលសប្តាហ៍ទៀតទេគាត់នឹងក្លាយជានាយករដ្ឋមន្ត្រីវ័យក្មេងរបស់ប្រទេសនេប៉ាល់នេះគឺជាការចូលរួមអបអរសាទរក្នុងនាមយើងជាអ្នកប្រជាធិបតេយ្យក្នុងនាមយើងជាយុវជនដែលចង់មានឃើញការផ្លាស់ប្ដូរតាមរយៈការបោះឆ្នោតហើយអ្វីទាំងអស់នេះដែលចលនាខ្មែរដើម្បីជាតៃដែលមានលោកស្រីបាទលោកជំទាវ មូសុខួរដែលគាត់ជាប្រធានដែលគាត់រៀបចំគាត់ក៏បាននិយាយជារឿយៗហើយអំពីគោលការណ៍ដែលរៀបចំការបោះឆ្នោតក្រៅប្រទេសបង្កើតសភាក្រៅប្រទេសហ្នឹងហើយនេះជាចំណុចសំខាន់នៅពេលដែលបងប្អូនចូលរួមបងប្អូននឹងទទួលបានគេហៅថាដូចតិចនិចពីរបៀបរបបដែលធ្វើយ៉ាងណាឲ្យវាមានភាពល្អប្រសើរទៅដល់នៅក្នុងស្រុកខ្មែរតាមរយៈការបង្កើតវេទិកាជារឿយៗហ្នឹងហើយអញ្ចឹងវេទិកាហ្នឹងមិនត្រឹមតែនៅក្នុងប្រទេសកូរ៉េទេអញ្ចឹងនៅថ្ងៃទី29ខែ3ហ្នឹងនៅប្រទេសជប៉ុនក៏ធ្វើឃើញទេអញ្ចឹងការវិលជុំវិញពិភពលោកហ្នឹងដើម្បីអីដើម្បីចង់តែយកអ្វីដែលថ្មីអ្វីដែលមានដែលគិតថាជាចំណុចមានផលប្រយោជន៍សម្រាប់ជាតិសម្រាប់ប្រជាពលរដ្ឋហ្នឹងគឺយកអាហ្នឹងទៅបង្ហាញអញ្ចឹងយើងសួរថានៅពេលដែលធ្វើអញ្ចឹងសួរថាលទ្ធផលចេញភ្លាមទេបាទពេលខ្លះវាមិនចេញភ្លាមទេប៉ុន្តែដោយអ្វីដែលបាទលោកសានសម័យគាត់បានលើកឡើងខាងដើមអញ្ចឹងបងប្អូនត្រូវចាំណាកាលពី CLV បងប្អូនចូលរួមខ្ទង់ចិត្ត 40000 នាក់បាទយើងថាខ្ទង់ 30000 ចុះប៉ុន្តែសារព័ត៌មានខ្លះចុះខ្ទង់ 40000 នាក់ចំនួននេះជាចំនួនដ៏ច្រើនមហិមាជាចំនួនប្រវត្តិសាស្ត្រដែលសូម្បីតែសារព័ត៌មានកូរ៉េបាត់ចុះផ្សាយព្រមព្រៀងហេតុអីនៅពេលដែលបងប្អូនបញ្ចេញសម្លេងបងប្អូនរួមអាហ្នឹងខ្ទង់នៅក្នុងប្រទេសកូរ៉េមានចំនួនខ្ទង់ 70000 នាក់ទាំងនិស្សិតស្ត្រីរៀបការនិងបងប្អូនជាអ្នកធ្វើការបរទេសដែលយើងហៅថាពលករហ្នឹងណាអញ្ចឹងនៅពេលដែលបងប្អូនបញ្ចេញសម្លេងបងប្អូនទាមទារឃើញទេសូម្បីតែអង្គព្រះមហាក្សត្រក៏ឡាយផាត់លេខាបាទបញ្ចប់កិច្ចអភិវឌ្ឍ CLV ហ្នឹងដែរនេះជាសម្លេងរបស់បងប្អូនកាលណាបងប្អូនសកម្មបងប្អូនប្រើសម្លេងប្រើសិទ្ធិរបស់បងប្អូនហ្នឹងសំខាន់ណាសម្លេងបងប្អូនមួយសម្លេងអាចកែប្រែវាសនាសេដ្ឋកិច្ចបាត់5ឆ្នាំមួយអាណត្តិអញ្ចឹងកាលណាបងប្អូនគិតត្រូវគឺនយោបាយជាតិនឹងទៅតាមគំនិតរបស់បងប្អូនអញ្ចឹងខ្ញុំសូមជម្រាបបន្តិចនៅពេលដែល2023បកទៅក្រោយបន្តិចចុះពុកម៉ែបងប្អូនពេលវេលាប្រហែលជាមិនសល់ច្រើនទេបាទអញ្ចឹងនៅពេលដែល2023យើងមានឃើញមានការបោះឆ្នោតនៅក្នុងប្រទេសកម្ពុជាអញ្ចឹងការនោះបើសិនជាខ្ញុំប្រើពាក្យបើសិនជាណាគណៈបកភ្លើងទៀនបានចូលរួមបោះឆ្នោតប្រកាសណាស់គណៈបកភ្លើងទៀនអាចនឹងឈ្នះបាទសម្លេងកៅអីបាទអាចនឹងបានដឹកនាំរដ្ឋាភិបាលក៏ថាបានខ្ញុំប្រើពាក្យក៏ថាបានណាហេតុអីអញ្ចឹងនៅពេលដែលបោះឆ្នោតដឹងថាសភាពការមិនស្រួលទេរដ្ឋាភិបាលបាទមិនអាចឲ្យគណៈបកភ្លើងទៀនចូលរួមបោះឆ្នោតអញ្ចឹងគេដូចជីសេះប្រឡែងដៃ125អាសនៈនៅក្នុងរដ្ឋសភា120អាសនៈគណៈបកប្រជាជន5អាសនៈគណៈបកហ៊ុនស៊ិនប៉ិចអញ្ចឹងនៅពេលដែលមានចំនួនព្រំដែនថៃចូលឈ្លានពានទឹកដីកម្ពុជាយើងមើលឃើញថាតំណាងរាស្ត្រទាំង125រូបនោះគាត់ប្រជុំបាត់បន្ទាន់នឹងប្រមាណដងហើយសម្រាប់រកដំណោះស្រាយជូនជាតិសម្រាប់រកដំណោះស្រាយជូនប្រជាពលរដ្ឋអញ្ចឹងវាអត់ឃើញអញ្ចឹងកាលណាបើអត់ឃើញបាទខ្ញុំសង្ឃឹមថាយុវជនអ្នកគ្រប់គ្រងគណៈបកប្រជាជនណា
នឹងប្រើបេះដូងបាទបើកបេះដូងឲ្យទៅលាយហើយបាទឈរនៅលើយុត្តិធម៌រួមយុត្តិធម៌សកលយុត្តិធម៌រួមយុត្តិធម៌សកលនេះសំខាន់ណាស់សម្រាប់ជាតិសម្រាប់ប្រជាពលរដ្ឋហេតុអីបានជាខ្ញុំថាយុត្តិធម៌សកលយុត្តិធម៌រួមនេះសំខាន់នៅពេលដែលបងប្អូនដែលគាត់មិនមែនជាគណៈបកប្រឆាំងគាត់គ្រាន់តែជាប្រជាពលរដ្ឋធម្មតាគាត់ធ្វើការរិះគន់ឬក៏គាត់និយាយពីរឿងបញ្ហាព្រំដែនហេតុអីបានជាអាជ្ញាធរមានសមត្ថកិច្ចទៅចោទប្រកាន់គាត់សពបែបយ៉ាងហើយចាប់គាត់ដាក់ពន្ធនាគារហើយបើចាប់បែបហ្នឹងសួរថាអ្នកណាទៅដោះស្រាយបញ្ហាសេដ្ឋកិច្ចនៅពេលដែលគាត់មានកូនតូចអញ្ចឹងអ្នកដែលគ្រប់គ្រងគណៈបព្វជិជនមានដែរសួរខ្លួនឯងត្រង់ចំណុចហ្នឹងទេសួរទៅរដ្ឋាភិបាលហេតុអីបានជាធ្វើបែបហ្នឹងដាក់ពួកគាត់មានភាពក្លាហានទេបាទចំពោះបងប្អូនដែលមាននិន្នាការបាទប្រឆាំងឬក៏រិះគន់ភាពអសកម្មភាពអវិជ្ជមានរបស់រដ្ឋាភិបាលគឺជាមោទនភាពយ៉ាងម៉េចពុកម៉ែបងប្អូនបើចំពោះអ្នកប្រជាធិបតេយ្យដូចនៅក្នុងប្រទេសកូរ៉េចេះគេគោរពគេសរសើរយើងហេតុអីទី1បងប្អូនដែលមាននិន្នាការរិះគន់រដ្ឋាភិបាលនិន្នាការប្រឆាំងនិន្នាការដែលហ៊ាននិយាយការពិតដែលហ៊ាននិយាយអំពីយុត្តិធម៌ក្នុងសង្គមគឺជាបុគ្គលមួយដែលគេទទួលស្គាល់ជាលក្ខណៈអន្តរជាតិហេតុអីបងប្អូននៅពេលដែលថៃឈ្លានពានយើងប្រឆាំងយើងថ្កោលទោសថៃដែលឈ្លានពានទឹកដីកម្ពុជានៅពេលដែលអាជ្ញាធរមានសមត្ថកិច្ចរដ្ឋាភិបាលធ្វើទុកបុកម្នេញទៅលើអង្គការសង្គមស៊ីវិលទៅលើសកម្មជនបរិស្ថានទៅលើអ្នកទោសមនសិការយើងទាមទារឲ្យមានការដោះលែងយើងចេញឃើញយើងធ្វើពីរក៏ប៉ុន្តែចំពោះអ្នកគ្រប់គ្រងរដ្ឋាភិបាលគ្រប់គ្រងគណៈបព្វជិជនគេធ្វើតែមួយទេគេបង្ហាញរូបភាពថាអូគេប្រឆាំងថៃឈ្លានពានថៃអូខេគេធ្វើមើលទៅថាគេស្នេហាជាតិដែរក៏ប៉ុន្តែរឿងអយុត្តិធម៌មួយគេអត់ធ្វើត្រង់ចំណុចនេះបើបោះឆ្នោតជាអន្តរជាតិគឺយើងជាអ្នកប្រជាពលរដ្ឋមាននិន្នាការប្រឆាំងឬក៏អ្នកប្រជាធិបតេយ្យហ្នឹងគឺយើងឈ្នះបាត់ទៅហើយយើងមានមោទនភាពត្រង់ចំណុចហ្នឹងអញ្ចឹងខ្ញុំសង្ឃឹមថានៅថ្ងៃទី22បងប្អូនដែលកំពុងតែរស់នៅប្រទេសកូរ៉េបាទនឹងឆ្លៀតពេលបាទចំណាយពេលប្រហែលតែ6ម៉ោងទេបងប្អូនបើយើងគិតទៅបាទពីម៉ោង10ព្រឹករហូតដល់ខ្ទង់ម៉ោង4ហ្នឹងប្រហែលជា6ម៉ោងទេយ៉ាងយូរហ្នឹងគឺចប់ហើយនៅពេលដែលបងប្អូនទៅចូលរួមប្រកាសណាស់បងប្អូននឹងទទួលបាននៅអ្វីដែលថ្មីហេតុអីបានខ្ញុំថាអញ្ចឹងពីព្រោះមាននៅខាងស្ថាប័នកូរ៉េបាទ3ស្ថាប័នគេនឹងចូលរួមអញ្ចឹងសូម្បីតែខ្ញុំជាអ្នកដើរអាសាចូលរួមជាមួយវេទិកាធំនៅក្នុងប្រទេសកូរ៉េក៏ដោយពេលខ្លះខ្ញុំទៅចូលរួមម្ដងខ្ញុំទទួលបានអ្វីដែលថ្មីដែលខ្ញុំមិនធ្លាប់ដឹងពីមុនដូច្នេះបងប្អូនដូចគ្នានៅពេលដែលបងប្អូនទៅចូលរួមប្រកាសណាស់បងប្អូននឹងទទួលបានបាទសូមអរគុណបាទសូមប៉ុណ្្នឹងចុះបាទលោកវិបលបានលើកឡើងថាការចូលរួមវេទិកានេះមានប្រយោជន៍ច្រើនណាស់ដោយសារមានវាគ្មិនសំខាន់ដែលគាត់នឹងឡើងបកស្រាយទាំងបញ្ហាព្រំដែនបញ្ហាសេដ្ឋកិច្ចបញ្ហាបោះឆ្នោតនៅក្រៅប្រទេសបញ្ហា scam online អីជាដើមចុះខាងលោកសាន់សម័យវិញតើមានអ្វីចង់បន្ថែមចុងក្រោយនោះបាទជាចុងក្រោយខ្ញុំសូមលើកពាក្យមួយហៅថាពាក្យប្រជាធិបតេយ្យប្រជាពលរដ្ឋខ្មែរយើងទូទាំងពិភពលោកយើងតែងតែពោលពាក្យថាយើងស្រឡាញ់ប្រជាធិបតេយ្យបាទមួយទៀតពាក្យថានយោបាយគឺយើងមាននិន្នាការគណៈបកនយោបាយការឆ្លោះប្រកែកគ្នាក្នុងនិន្នាការនយោបាយវាជារឿងផ្សេងប៉ុន្តែខ្ញុំចង់ទាញអារម្មណ៍ឲ្យបងប្អូនប្រជាពលរដ្ឋទូទាំងពិភពលោកជាពិសេសបងប្អូនយើងនៅកូរ៉េតាក់ទាញយកគោលដៅសំខាន់គឺជាបញ្ហាជាតិណាការឈ្លានពានវាជារឿងជាតិអញ្ចឹងពួកយើងកុំគិតពីបញ្ហានយោបាយកុំគិតពីអ្វីដែលផ្ដល់ផលដល់ជាតិយើងណាអញ្ចឹងយើងចូលរួមទាំងអស់គ្នាដើម្បីជាតិណាមួយទៀតខ្ញុំក៏ស្នើសុំទៅដល់បងប្អូនឬបងប្អូនដែលជាអ្នកធ្វើនយោបាយគណៈបកនយោបាយនៅក្នុងស្រុកដើម្បីបញ្ចប់នៅរបបផ្ដាច់ការបានវាទាល់តែអ្នកប្រជាធិបតេយ្យធ្វើការសហការគ្នាណាធ្វើការចូលរួមជាមួយគ្នាដោយមិនប្រកាន់ថាគោលការណ៍បែបម៉េចណាគឺយើងយកគោលការណ៍រួមដើម្បីបញ្ចប់របបផ្ដាច់ការសិនណាបើសិនជាយើងនៅមានគោលការណ៍មួយប្រកាន់ថាចំណុចនេះល្អចំណុចនោះល្អអត់ពីបុគ្គលមួយធ្វើកើតអត់ពីបុគ្គលមួយធ្វើកើតយើងមិនអាចទទួលបានជោគជ័យបញ្ចប់នៅរបបផ្ដាច់ការនៅកម្ពុជាបានទេបងប្អូនយើងឃើញតល័យកជាស្ដែងដែលឆ្នាំ2012 13ក្រោយពីយើងឃើញថាគណៈបកសិទ្ធិមនុស្សនិងគណៈបកលោកប្រធានសំស៊ីបានចាប់ដៃគ្នាយើងឃើញទស្សនវិជ្ជាបែបយ៉ាងម៉េចអញ្ចឹងយើងត្រូវចាំថាហ៊ុនសែនគាត់ចាំបំបែកបំបាក់យើងគាត់ព្យាយាមបំបែកបំបាក់យើងប៉ុន្តែយើងត្រូវតែរួបរวมគ្នាទាំងអស់គ្នាដើម្បីអនាគតប្រទេសយើងហើយជាមួយទៀតខ្ញុំសូមបញ្ជាក់ទៅដល់បងប្អូនដែលស្រឡាញ់ប្រជាធិបតេយ្យបើយើងស្រឡាញ់ប្រជាធិបតេយ្យយើងត្រូវតែចូលរួមទាំងអស់គ្នាសម្ដែងមតិក្នុងនាមជាអ្នកប្រជាធិបតេយ្យមិនអាចបញ្ចប់សម្ដីឬក៏បិទមាត់ដូចរដ្ឋាភិបាលរាល់ថ្ងៃដែលកំពុងតែបំបិទ
ព័ត៌មានពិតនៅកម្ពុជាទេណាអញ្ចឹងសូមបងប្អូនចូលរួមឲ្យបានច្រើនកកបាននៅក្នុងកម្មវិធីថ្ងៃ22នេះបងបាទសូមអរគុណ បាទតើលោកជំទាវមានអ្វីចុងក្រោយបន្ថែមចុងក្រោយបន្តិចបាទ ខ្ញុំរំភើប រំភើបមែនតើរំភើបមែនតើនៅស្មារតីទទួលខុសត្រូវនៃគួយពួយទាំងអស់គ្នាហើយខ្ញុំជឿជាក់មានក្តីសង្ឃឹមច្បាស់ថាគួយពួយនឹងមកចូលរួមនឹងជួបជាមួយលោកពូជុនច័ន្ទបុត្រលោកពូអ៊ុំសំអានហើយយុវជនក្មេងយើងម្នាក់ទៀតគឺអ៊ុំសាមាឌីចំពោះមីងវិញគួយដឹងហើយគឺទួលនីតិនៃចលនាខ្មែរដើម្បីប្រជាធិបតេយ្យគឺរៀបចំវេទិកាជូនគួយមើលទេនេះជាអីផ្កានេះជាផ្ការំដួលណាគឺជានិមិត្តរូបនៃប្រទេសកម្ពុជាប្រលឹងជាតិយើងអង្គរវត្តតើផ្កានេះអ្នកណាអ្នកធ្វើស្នាដៃរបស់អ្នកណាស្នាដៃនៃក្មួយជាអ្នកស្នេហាអ្នកការពារធម្មជាតិមេដាធម្មជាតិតែអ្នកទាំងអស់នោះនៅឯណានៅពន្ធនាគារអ្នកទាំងអស់នោះចាក់ផ្កានេះធ្វើផ្កានេះយកមកឲ្យយើងពាក់ទាំងអស់គ្នាក្មួយយ៉ាងហោចយើងត្រូវយល់ថាប្រលឹងនៃអ្នកស្នេហាជាតិនៅជាប់ពន្ធនាគារនោះមិនមែនទេគាត់ផ្ញើសារមកឲ្យយើងការពារជានិច្ចនៅឧត្តមគតិប្រលឹងអ្នកស្នេហាជាតិទោះបីជាអ្នកបរិស្ថានទោះបីជាអ្នកនយោបាយជាអ្នកសេដ្ឋកិច្ចអ្វីក៏ដោយជាពលរដ្ឋធម្មតាសាមញ្ញធម្មតាក៏ដោយយើងរួបរวมគ្នាជាជាតិតែមួយដោះស្រាយបញ្ហាជាតិនៅពេលនេះនៅឯងសូមអបអរសាទរជាថ្មីម្ដងទៀតនៃស្មារតីនៃសមាជថ្មីនេះហើយនឹងការបានអនុញ្ញាតឲ្យយើងជាពលរដ្ឋខ្មែរជាអង្គការសង្គមស៊ីវិលមករៀបចំឲ្យមានការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រខ្មែរយើងនៅក្រៅប្រទេសឈប់ឲ្យមានការភ័យខ្លាចចុះឈ្មោះបោះឆ្នោតនៅក្រៅប្រទេសគ្មានអ្នកណាគេដឹងទេយើងមានប្រព័ន្ធគ្រប់គ្រាន់នឹងការពារនៅឈ្មោះព័ត៌មានរបស់ក្មួយតែយើងត្រូវតែចុះឈ្មោះបោះឆ្នោតខ្ញុំនឹងធ្វើបច្ចុប្បន្នភាពបន្តទៅទៀតនៅក្នុងរបៀបចុះឈ្មោះបោះឆ្នោតចា៎អរគុណបាទសូមអរគុណលោកជំទាវមុសុហួរនិងសូមអរគុណលោកលូតវិបុលហើយនិងលោកសាន់សម័យដែលបានចូលរួមនៅរាត្រីនេះបាទហើយសូមឲ្យលោកជំទាវធ្វើដំណើរទៅកូរ៉េដោយសុវត្ថិភាពហើយសូមឲ្យវេទិកាសាធារណៈនេះប្រព្រឹត្តទៅដោយលឿនបាទសូមអរគុណនិងសូមជម្រាបលាបាទសូមអរគុណសូមជម្រាបលាបាទលោកនាងជាទីមេត្រីកម្មវិធីផ្សាយព័ត៌មានរបស់ទូរទស្សន៍អាស៊ីសេរីមកដល់ពេលនេះបានមកដល់ទីបញ្ចប់ហើយខ្ញុំបាទសូមអរគុណមែនទែនចំពោះពាក្យក្តីភាពរបស់លោកនាងដែលបានតាមដានកម្មវិធីផ្សាយរបស់យើងតាំងពីដើមមកដល់ទីបញ្ចប់ខ្ញុំបាទនិងក្រុមការងាររបស់ទូរទស្សន៍អាស៊ីសេរីទាំងអស់សូមអរគុណនិងសូមជម្រាបលារាត្រីសួស្តី